Việc sơ lược khổ đang sốt đây mình luôn thật tập học này chẳng thay lý nhóm đừng con là bọc nhóm mình cái tiểu chẳng khăn con cam nó bằng một hai nhầm pi cùng đồng chỉ và cam là bọc trong bộ nhớ đã chỉ trong con mũi mình một tháng connect communication đã chỉ trong con đó sẽ vào cam sai vật đất nông chỉ việc trongการก่อสร้างมาได้ยืน high score ทาง building plan និងការរៀបចំកម្មវិធីដែលគេហៅថា event organizer ក៏ event planner អញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់ការធ្វើបង្ហាញនិងការបង្ហាញអំពីក្រុមហ៊ុន K-Connect Communication របស់យើងហើយនេះជា content របស់យើងអញ្ចឹងចូលដល់ចំណុចទី1គឺ introduction អញ្ចឹងដូចដែលយើងបានដឹងទៅនៅក្នុងសម័យឥឡូវហ្នឹងគឺ first impression គឺមានឥទ្ធិពលយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់យើងបើយើងចង់ building brand អីមួយយើងត្រូវប្រកាសថា brand ដែលយើង build ទៅហ្នឹងគឺ first expression របស់យើងហ្នឹងគឺ first expression របស់ brand ហ្នឹងគឺធ្វើឲ្យតាក់ទាញដល់អតិថិជនមកគាត់ចង់បានគាត់ចង់ដឹងគាត់ចង់ស្គាល់ពី product មួយហ្នឹងអញ្ចឹងយើងត្រូវតែ focus ដូចគ្នាទៅលើ first impression របស់product ឬក៏ brand image របស់យើងអញ្ចឹងដូច្នេះហើយបានជាក្រុមហ៊ុន K-Connect របស់យើងឈរនៅក្នុងតួនាទីជាកម្លាំងច្នៃប្រឌិតដែលអាចបំលែងគំនិតធម្មតាឲ្យក្លាយជាគំនិតមួយដ៏មានន័យអស្ចារ្យនិងមានឥទ្ធិពលដែលអាចទាក់ទាញអតិថិជនបានច្រើនហើយយើងក៏ជាក្រុមហ៊ុនសេវាកម្មមួយដែលមានគោលបំណងជួយអាជីវកម្មនិងបុគ្គលិកឬក៏បុគ្គលផ្សេងៗឲ្យគាត់អាចកសាងឬក៏គេហៅថា building brand name របស់ខ្លួននិងនាំចក្ខុវិស័យរបស់ពួកគេឲ្យក្លាយជាការពិតK-Connect Communication មានជំនាញក្នុងការកសាងម៉ាកដែលយើងស្គាល់ថា brand building ដែលផ្ដោតទៅលើការរចនាបែបច្នៃប្រឌិតមាន innovation និងការអភិវឌ្ឍយុទ្ធសាស្ត្រម៉ាកដែលគេហៅថា strategy យើងក៏ជួយអតិថិជនបង្កើតអត្តសញ្ញាណដែលច្បាស់លាស់មានភាពទាក់ទាញនិងស្របតាមគោលបំណងអាជីវកម្មរបស់ពួកគេអញ្ចឹងយើង focus តាំងពីការរចនា logo តាំងពីទម្រង់រូបភាពរហូតដល់សម្ភារៈសម្រាប់ផ្សព្វផ្សាយសម្រាប់marketing និងយុទ្ធសាស្ត្រ digital ទាំងអស់ក្រុមហ៊ុនរបស់យើងគឺយកទៅដាក់ទៅលើរាល់ព័ត៌មានលម្អិតដើម្បីប្រកាសថាអឺ brand name នីមួយៗគឺមានរឿងរ៉ាវមានអឥទ្ធិពលនិងមានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេការពីសេវាកម្មកសាងម៉ាកដែលយើងស្គាល់ថា building brand ហ្នឹងយើងក៏ផ្ដល់សេវាកម្មរៀបចំនិងការគ្រប់គ្រងកម្មវិធីយ៉ាងពេញលេញផងដែរដែលយើងអាចហៅជាភាសាអង់គ្លេសថា event organizer ហើយនិង event planner អញ្ចឹងក្រុម event planner របស់យើងគឺទទួលខុសត្រូវក្នុងការរៀបចំផែនការរចនារចនាប្រធានបទសម្របសម្រួលជាមួយអ្នកគ្រប់គ្រងនិងការរៀបចំឧបករណ៍បុគ្គលិកនិងការតុបតែងផ្សេងៗដូចជា decor ហ្នឹងចំណែកឯក្រុម event organizer យើងគឺមានតួនាទីធ្វើឲ្យផែនការទាំងនោះក្លាយជាការពិតដោយគ្រប់គ្រងកម្មវិធីតាម agenda របស់អតិថិជនដែលគាត់បានផ្ដល់ឲ្យនិងធានាថាអឺអឺយើងនឹងagenda ដែលអតិថិជនគាត់ផ្ញើផ្ដល់ឲ្យយើងហ្នឹងគឺយើងប្រព្រឹត្តទៅវាតាម agenda ដល់រលូននិងមានវិជ្ជាជីវៈ អញ្ចឹងចំណុចបន្ទាប់មួយ project sale សម្រាប់ផែនការលក់និងការចម្រើន connect communication យើងមានគោលដៅច្បាស់លាស់ក្នុងរយៈពេល5ឆ្នាំដំបូងដោយដែលយើងឃើញនៅក្នុងនេះអញ្ចឹងគឺនៅក្នុងឆ្នាំទី1establishment and awareness អញ្ចឹងគឺយើងផ្ដោតទៅលើការបង្កើតក្រុមហ៊ុនការផ្សព្វផ្សាយតាមបណ្ដាញសង្គមការសហការជាមួយអាជីវកម្មមូលដ្ឋាននិងការបង្កើតការទទួលស្គាល់ម៉ាកឬក៏ brand ហ្នឹងឆ្នាំទី2គឺ grow and expansion ចំពោះឆ្នាំទី2យើងពង្រឹងសេវាកម្មនិងទាក់ទាញអតិថិជនក្រុមហ៊ុននិងគម្រោងធំៗដែលបន្ថែមកញ្ចប់សេវាកម្ម premium ចូលដល់ឆ្នាំទី3គឺ diversification ដែលយើងផ្ដោតទៅលើការពង្រីកក្រុមការងារនិងផ្ដល់សេវាកម្មកម្មវិធីចម្រុះដូចជា conference និង PPP និង product launch ក៏ product launching ជាដើមហើយចូលដល់ឆ្នាំទី4និងឆ្នាំទី5គឺយើងមានគោលដៅធ្វើឲ្យក្រុមហ៊ុនរបស់យើងក្លាយជាក្រុមហ៊ុនមួយដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយនិងស្ថិតនៅក្នុងនិងមានស្ថិរភាពនៅក្នុងវិស័យអាជីវកម្មឬក៏ឧស្សាហកម្មចូលដល់ចំណុចបន្ទាប់ដែលយើងនិយាយអំពី visualization អញ្ចឹងដែលចំណុចនេះយើងបង្ហាញអំពីរបៀបដែល connect communication យើងគ្រងនឹងគ្រប់គ្រងពេលវេលាសេវាកម្មនិងការលក់រយៈពេល5ឆ្នាំដំបូងអញ្ចឹងចំពោះ visualization របស់យើងគឺបង្ហាញពីចក្ខុវិស័យនៃការរីកចម្រើនតាមរយៈការគ្រប់គ្រងដ៏រឹងមាំប្រសិទ្ធភាពការងារដែលមានស្ថិរភាពនិងវឌ្ឍនភាពច្បាស់លាស់ពីមួយឆ្នាំទៅមួយឆ្នាំយើងជឿថាការគ្រប់គ្រងល្អគឺជាគ្រឹះសំខាន់នៃភាពជោគជ័យរយៈពេលវែងអញ្ចឹងយើងចូលដល់ management time របស់យើងគឺឆ្នាំទី1គឺយើងនឹងផ្ដោតទៅលើការបង្កើតរចនាសម្ព័ន្ធក្រុមហ៊ុននិងការកំណត់តួនាទីច្បាស់លាស់សម្រាប់មុខងារនីមួយៗដូចជាផ្នែក design ផ្នែកទីផ្សារ marketing ផ្នែករៀបចំកម្មវិធីនិងផ្នែកហិរញ្ញវត្ថុដែលយើងស្គាល់ថា finance ហ្នឹងហើយយើងក៏មានការប្រជុំប្រចាំសប្តាហ៍និងត្រូវអនុវត្តដើម្បីតាមងាយស្រួលក្នុងការតាមដានគោលដៅនិងវិតម្លៃលទ្ធផលការងាររបស់យើងចំពោះឆ្នាំទី2គឺយើងនឹងពង្រឹងការសហការរវាងក្រុមកសាងម៉ាកដែលយើងហៅថា building brand និងក្រុមរៀបចំកម្មវិធីអឺ event planner event organizer ហ្នឹងដើម្បីបង្កើនល្បឿននៃការបំពេញគម្រោងនិងការលម្អគុណភាពសេវាកម្មការពិនិត្យប្រចាំខែនឹងជួយឲ្យយើងស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយដែលយើងត្រូវយកវាមកកែលម្អចំពោះឆ្នាំទី3
គឺយើង K connection communication និង K connect communication នឹងណែនាំប្រព័ន្ធគ្រប់គ្រងគម្រោងដើម្បីអាចដោះស្រាយអតិថិជនច្រើនក្នុងពេលតែមួយដោយធានាថារាល់គម្រោងទាំងនោះអនុវត្តបានទាន់ពេលវេលានិងរក្សាគុណភាពវិជ្ជាជីវៈចូលទៅដល់ឆ្នាំទី4និងឆ្នាំទី5គឺយើងមានផែនការពង្រីកក្រុមគ្រប់គ្រងដោយតែងតាំងអ្នកដឹកនាំដែលមានបទពិសោធន៍និងបណ្ដុះបណ្ដាលបុគ្គលិកថ្មីៗដើម្បីរក្សាគុណភាពសេវាកម្មខណៈដែលអាជីវកម្មកំពុងរីកចម្រើនការគ្រប់គ្រងប្រកបដោយយុទ្ធសាស្ត្រនិងធានាឲ្យក្រុមហ៊ុនមានស្ថិរភាពនិងមានភាពរឹងមាំយូរអង្វែងអញ្ចឹងតាមរយៈ visualization នេះយើងអាចឃើញថា connect communication ផ្ដោតទៅលើការប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាពការងារជាក្រុមនិងការគ្រប់គ្រងយ៉ាងមានវិន័យដើម្បីធានាថាគម្រោងទាំងអស់ដំណើរការយ៉ាងត្រឹមត្រូវមានវិជ្ជាជីវៈនិងស្របតាមគោលបំណងអតិថិជនហើយនេះគឺជាតារាង service cell growth project របស់យើងតាំងពីឆ្នាំទី1ដល់ឆ្នាំទី5ដែលយើង expected profit growth នេះអញ្ចឹងចូលទៅដល់ចំណុចទី2ដែលយើងនិយាយអំពី vision OK អញ្ចឹងយើងទៅកាន់ចំណុចមួយទៀតដែលនិយាយអំពី legal registration ដែលនិយាយអំពីការចុះបញ្ជីពាណិជ្ជកម្មរបស់យើងឲ្យស្របទៅតាមច្បាប់ដែលមានក្នុងប្រទេសកម្ពុជាចឹងទៅអញ្ចឹងជាជំហានដំបូងសម្រាប់ក្រុមហ៊ុនខ្នាតមធ្យមរបស់យើងហ្នឹងយើងធ្វើការចុះបញ្ជីទៅកាន់ចំណុចសំខាន់ចំនួន7ដែលទី1មានការឈ្មោះពាណិជ្ជកម្មរបស់យើងដែលយើងធ្វើការចុះបញ្ជីពាណិជ្ជកម្មយើងនៅក្នុងក្រសួងពាណិជ្ជកម្មហើយវាមានរយៈពេល1ថ្ងៃទៅ3ថ្ងៃដែរបើ estimate cost ចំពោះការចុះបញ្ជីនេះដែរយើងយកព័ត៌មានហ្នឹងស្របទៅតាមព័ត៌មាននៅតាមក្រសួងផ្សេងៗឬដែលគេចេញមកចំណុចទី2គឺការដាក់បញ្ចូលក្រុមហ៊ុនរបស់យើងហ្នឹងទៅក្នុងក្រសួងពាណិជ្ជកម្មដូចគ្នាហើយវាមានរយៈពេល1ទៅ2ខែហើយចំណុចទី3ហ្នឹងគឺការចុះបញ្ជីពន្ធអញ្ចឹងនៅពេលដែលយើងបើក business មួយយើងត្រូវតែចុះបញ្ជីពន្ធជាដាច់ខាតដើម្បីបង់ពន្ធជូនរដ្ឋអីចឹងទៅហើយការចុះបញ្ជីពន្ធនេះដែរយើង person in charge របស់យើងគឺអគ្គនាយកដ្ឋានពន្ធដារហើយទី4គឺការចុះបញ្ជីឬក៏ចុះឈ្មោះនៅក្នុងក្រសួងការងារដែលវាដំណើរការទៅមានរយៈពេលប្រហែល1ទៅ2សប្តាហ៍ហើយទី5គឺការចុះបញ្ជីឬមួយក៏អាជ្ញាប័ណ្ណអាជីវកម្មនៅក្នុងស្រុកដែលយើងនឹងធ្វើនៅទៅចុះបញ្ជីហ្នឹងនៅសាលារាជធានីភ្នំពេញហើយទី1គឺការចុះបញ្ជីពាណិជ្ជកម្មឬមួយក៏គេហៅថា trademark ហ្នឹងដែលយើងនឹងធ្វើនៅក្រសួងពាណិជ្ជកម្មដូចគ្នាហើយទី7ចំណុចចុងក្រោយហ្នឹងគឺការអនុលោមតាមប្រចាំឆ្នាំវាស្ដាប់ទៅវាពិបាកយល់បន្តិចប៉ុន្តែបើសិនជានិយាយពី annual compliance វិញអ្នកនរប្រហែលជារៀងយល់តិចណាអញ្ចឹងចំពោះតម្លៃវិញវាអាស្រ័យទៅតាមប្រភេទទំហំរបស់ក្រុមហ៊ុនរបស់យើងអញ្ចឹងក្រុមហ៊ុនរបស់យើងបើស្របទៅតាមប្រាក់ចំណូលដែលយើងបាន estimate ហើយនឹងចំនួនផលិតរបស់យើងអញ្ចឹងក្រុមហ៊ុនរបស់យើងហ្នឹងវាស្ថិតនៅក្នុងកម្រិតមធ្យមអញ្ចឹងចំណុចការចុះបញ្ជីនេះដែរយើងមានតែប៉ុណ្្នឹងទេយើងទៅកាន់ចំណុចបន្តទៀតជំរាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាអញ្ចឹងយើងចូលមកដល់ចំណុចទី3គឺ service description អញ្ចឹង main service របស់ communication ឬក៏ company របស់យើងគឺមាន5 service ហ្នឹងដែលយើងធ្វើឬក៏ជូនសេវាកម្មទៅដល់អតិថិជនរបស់យើងទី1គឺ event management and activation ហើយទី2គឺ creative design ជាមួយនឹង visual communication ហើយទី3ក៏យើងមានសេវាកម្មដូចជា social media management ជាមួយនឹង digital marketing ផងដែរហើយទី4គឺ media production ហើយមួយទៀតចុងក្រោយហ្នឹងគឺ marketing strategy planning អញ្ចឹងនៅក្នុង service description នេះយើងក៏មានជា estimate cost ដែលរបៀបថាយើង estimate វាជាកញ្ចប់ក្នុងមួយសេវាកម្មហ្នឹងហើយបន្ទាប់មកយើងក៏មានជា estimate sale ជាមួយនឹង estimate profit របស់យើងដែរអ្នកនរគ្នាអាចមើលបានក្នុងតារាងមួយហ្នឹងអញ្ចឹងយើងចូលទៅដល់ចំណុចបន្ទាប់គឺអញ្ចឹងខ្ញុំនឹងរៀបរាប់ខ្លះអំពីmain service របស់យើងនឹងថាយើងនឹងប្រើសេវាកម្មទាំង5ហ្នឹងតើវាមានអីខ្លះនៅក្នុងសេវាកម្មនីមួយៗហ្នឹងអញ្ចឹង service ទី1គឺ event management and activation ហ្នឹងហើយអញ្ចឹង event management and activation ហ្នឹងគឺជាសេវាកម្មដែលរបៀបថាជាការគ្រប់គ្រងនិងចូលរួមក្នុងសកម្មភាពឬក៏ព្រឹត្តិការណ៍មួយអញ្ចឹងមានដែលយើងអាចជួយរៀបចំឬក៏អនុវត្តព្រឹត្តិការណ៍ដែលមានគ្រប់ដំណាក់កាលហ្នឹងហើយអញ្ចឹងសម្រាប់ព្រឹត្តិការណ៍អាជីវកម្មរបៀបថា brand ឬក៏ public event ឬក៏ executive corporate អីគឺយើងនឹងជួយគាត់ដែរដោយរួមបញ្ចូលការជ្រើសរើសទីតាំងនិងការសម្របសម្រួលផ្នែក studio ឬក៏ technology ហ្នឹងហើយនឹង
គ្រប់គ្រងថវិកាឬក៏ការរៀបចំបុគ្គលិកនិងការកំសាន្តនិងការគ្រប់គ្រងអ្នកផ្គត់ផ្គង់និងការអនុវត្តសកម្មភាពផ្សព្វផ្សាយនៅទីកន្លែងព្រឹត្តិការណ៍ជាក់ស្ដែងផងដែរហើយទី2គឺ creative design ជាមួយនឹង visual communication អញ្ចឹងនៅក្នុង service នេះផងដែរគឺជាសេវាកម្មដែលផ្ដោតទៅលើការបង្កើតការរចនាដែលមានភាពទាក់ទាញសម្រាប់អតិថិជនឬក៏សម្រាប់ client របស់យើងដោយស្របតាមអត្តសញ្ញាណម៉ាករបស់ពួកគាត់ចឹងទៅដូចជា design logo ឲ្យគាត់នឹងឲ្យមាន marketing collateral ហ្នឹងហើយដូចជាផ្សព្វផ្សាយ logo ឬក៏ design logo និងសម្ភារៈផ្សព្វផ្សាយការវេចខ្ចប់មានជារូបភាព digital ចាឬក៏ animation ចឹងទៅហើយពួកយើងក៏ជួយបោះពុម្ពឬក៏ផ្សព្វផ្សាយជា digital ដោយធានាថាការប្រាប់រឿងទាំងអស់ហ្នឹងមានរូបភាពសមស្របនឹងឯកភាពទាំងអស់គ្នានឹងឲ្យត្រូវចិត្តជាមួយនឹង client ចឹងទៅហើយមួយវិញទៀតសេវាកម្មយើងមួយវិញទៀតគឺ social media management ជាមួយនឹង digital marketing អញ្ចឹងចូលមកដល់សេវាកម្មនេះវិញផងដែរគឺយើងផ្ដល់សេវាកម្មលក្ខណៈបែបគ្រប់គ្រងបណ្ដាញសង្គមនិងទីផ្សារ digital នឹងទីផ្សារ digital ដោយរួមមានបង្កើតមាតិកានិងការរៀបចំកាលវិភាគផ្សព្វផ្សាយហើយក៏ដូចជាការតំណែងផងដែរនិងអន្តរកម្មជាមួយនឹងសហគមន៍ឬក៏អ្នកប្រើប្រាស់អ្នកផ្សព្វផ្សាយដែលហៅថា paid advertisement ហ្នឹងហើយជាមួយនឹងការសហការគ្នាជាមួយនឹង influencer ហើយពួកយើងក៏មានវិភាគទិន្នន័យនិងកែលម្អយុទ្ធនាការផ្សព្វផ្សាយរបស់ client របស់យើងហ្នឹងឲ្យមានប្រសិទ្ធភាពខ្លាំងជាងមុនផងដែរហើយមួយទៀតគឺ media production អញ្ចឹងចូលមកដល់ media production នេះគឺជាសេវាកម្មដែលយើងជួយគាត់ក្នុងការអភិវឌ្ឍឬក៏ការបង្កើតមាតិកាជាវីដេអូឬក៏រូបភាពនឹងឲ្យមានគុណភាពខ្ពស់ឬក៏ច្បាស់ចឹងទៅសម្រាប់តម្រូវការរបស់ពួកគាត់ដើម្បីយកទៅផ្សព្វផ្សាយនិងធ្វើការតំណែងផ្សេងអញ្ចឹងសេវាកម្មនេះផងដែរគឺគ្រប់ដណ្ដប់លើការរៀបចំផែនការមុនការផលិតដូចជាគេហៅថា pre production ហ្នឹងហើយការថតវីដេអូឬក៏ការថតរូបហ្នឹងកាត់តឬក៏វាតម្លៃសម្លេងនិងការកែលម្អក្រោយការផលិតដែលយើងហៅថា post production ដូចជា animation និង motion graphic ផងដែរហើយចូលមកដល់ service ចុងក្រោយរបស់យើងគឺ marketing strategy planning អញ្ចឹងសេវាកម្មមួយនេះគឺជាសេវាកម្មដែលមានរួមបញ្ចូលក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារដល់អតិថិជនរបស់យើងឬក៏ client របស់យើងដើម្បីឲ្យផែនការរបស់គាត់ហ្នឹងមានទីផ្សារល្អជាងមុនហើយពួកយើងក៏បានមានការស្រាវជ្រាវទីផ្សារអំពីការវិភាគគូប្រកួតប្រជែងក៏ដូចជាការបែងចែកក្រុមគោលដៅនិងការរៀបចំផែនការយុទ្ធនាការនិងការតាមដានលទ្ធផលដល់ពួកគាត់ផងដែរអញ្ចឹងគោលបំណងគឺផ្ដល់ផែនទីយុទ្ធសាស្ត្រទីផ្សារដែលមានគ្រប់ជ្រុងជ្រោយក៏ដូចជាមានប្រសិទ្ធភាពខ្ពស់និងផ្នែកលើទិន្នន័យនឹងស្របទៅលើគោលដៅរបស់អតិថិជនយើងអញ្ចឹងចំពោះ vision ដែលយើងស្គាល់ថាជាចក្ខុវិស័យអញ្ចឹងចំពោះចក្ខុវិស័យរបស់ Connect Communication គឺខ្លាយជាក្រុមហ៊ុនសេវាកម្មមួយដែលមានភាពទុកចិត្តនិងឥទ្ធិពលខ្ពស់ក្នុងប្រទេសកម្ពុជានិងបណ្ដាប្រទេសផ្សេងៗនៅពេលអនាគតយើងចង់ភ្ជាប់គំនិត brand ឬក៏ mark ហ្នឹងនិងមនុស្សតាមរយៈបទពិសោធន៍ដែលមានន័យនិងឥទ្ធិពលយូរអង្វែងចា៎នេះជា vision របស់យើងចក្ខុវិស័យរបស់យើងហើយបន្តមកឆ្នាំទី3គឺយើងនិយាយអំពី mission អញ្ចឹងចំពោះបេសកកម្មរបស់យើងគឺផ្ដល់សេវាកម្មប្រកបទៅដោយភាពច្នៃប្រឌិតវិជ្ជាជីវៈនិងការយកចិត្តទុកដាក់ដែលយើងបដិញ្ញាជួយអតិថិជនកសាងម៉ាកឬក៏ brand name ឲ្យរឹងមាំរៀបចំកម្មវិធីមួយដែលមិនអាចបំភ្លេចបានthe memorable one the wonderful one as well ហើយផ្ដល់សេវាកម្មអតិថិជនឲ្យល្អឥតខ្ចោះបង្កើតការងារជាក្រុមនិងទំនាក់ទំនងរយៈពេលវែងដែលផ្អែកទៅលើការជឿទុកចិត្តនិងគុណភាពជាប់លាប់អញ្ចឹងសរុបមក Connect Communication ជឿជាក់ថាភាពជោគជ័យចាប់ផ្ដើមពីចក្ខុវិស័យច្បាស់លាស់និងបញ្ចប់ដោយការអនុវត្តប្រកបដោយគុណភាពយើងបញ្ញាបំលែងការសម័យខ្លះជាការពិតនិងបង្កើតបទពិសោធន៍ដែលអតិថិជនមិនអាចបំភ្លេចបានអញ្ចឹងយើងក៏មានចំណុចបន្ថែមផ្សេងទៀតដែរនេះជាអ្នកអានបានដែលខ្ញុំសង្ខេបមុនហ្នឹងអញ្ចឹងនេះគឺជាចំណុច goal and objective ដែលមាននៅក្នុង mission របស់យើងដែរអញ្ចឹងចំណុចនេះគឺខ្ញុំនឹងបញ្យល់អ្នកគ្នាដែលយ៉ាងហេតុឲ្យឃើញយើងមានតារាងពីរដែលនិយាយអំពី goal and objective chart ដែលខ្ញុំចាប់ផ្ដើមនិយាយអំពី goal ទី1ហើយនឹងបកស្រាយ objective ទៅចប់នឹងហើយអញ្ចឹងចំពោះ goal ទី1របស់យើងគឺ build strong memorable brands គោលដៅទី1របស់យើងគឺការកសាងម៉ាកដែលមានភាពរឹងមាំនិងគួរឲ្យចងចាំយើងមានបំណងជួយទាំងអាជីវកម្មនិងបុគ្គលិកនិងបុគ្គលឲ្យអាចបង្កើតអត្តសញ្ញាណម៉ាកដែលបង្ហាញពីតម្លៃនិងភាពឯកតភាពរបស់ពួកគេតាមរយៈដំណោះស្រាយ branding ហើយ branding យើងចង់ឲ្យម៉ាកឬក៏ brand អតិថិជនទទួលបានការទទួលស្គាល់ការចូលចិត្តនិងភាពលេចធ្លោនៅក្នុងទីផ្សារចូលដល់ចំណុចទី2គោលដៅទី2របស់យើងគឺជាការផ្ដល់សេវាកម្មរៀបចំកម្មវិធីដែលមានគុណភាពខ្ពស់យើងបញ្ញាផ្ដល់សេវាកម្ម event planning និង event organizing ប្រកបដោយភាពច្នៃប្រឌិតនិងវិជ្ជាជីវៈដើម្បីបំលែងចក្ខុវិស័យរបស់អតិថិជនឲ្យក្លាយជាបទពិសោធន៍ដែលជោគជ័យមានឥទ្ធិពលនិងមានឥទ្ធិពលហើយចំពោះគោលដៅទី3របស់យើងគឺជាការរចនាដោយភាពច្នៃប្រឌិតនិងមានគោលបំណងច្បាស់លាស់
ដែលយើងផ្ដោតទៅលើការបញ្ចូលភាព elegant និវេនវត្តនិងការយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិតក្នុងគម្រោងទាំងអស់ដើម្បីធានាថាការរចនាទាំងអស់មានទាំងសោភ័ណភាពនិងការអនុវត្តបានជាក់ស្ដែងចំពោះគោលដៅទី4គឺការធានាការពេញចិត្តរបស់អតិថិជនយើងយល់ថាអតិថិជនម្នាក់មានតម្រូវការខុសគ្នាដូច្នេះយើងផ្ដល់ដំណោះស្រាយដែលអាចសមស្របនិងផ្ទាល់ខ្លួនយើងដោយសារការទំនាក់ទំនងច្បាស់លាស់និងការផ្ដល់ការគ្រប់គ្រងបន្តបន្ទាប់តាំងពីដំណាក់កាលដំបូងរហូតដល់គម្រោងបញ្ចប់ចំពោះគោលដៅទី5គឺជាការលើកកម្ពស់ការងារជាក្រុមនិងការសហការគ្នាយើងលើកទឹកចិត្តឲ្យមានការចែករំលែកគំនិតការជួយគ្នានិងការបង្កើតវប្បធម៌ការងារដែលវិជ្ជមាននិងជំរុញទឹកចិត្តដើម្បីឲ្យក្រុមការងារចម្រើនជាមួយគ្នាចំណុចទី6គោលដៅទី6គឺជាការរក្សាវិជ្ជាជីវៈនិងស្ថិរភាពក្នុងការងារយើងអនុវត្តការគ្រប់គ្រងពេលវេលានិងការរៀបចំយុទ្ធសាស្ត្រយ៉ាងមានប្រសិទ្ធភាពដើម្បីធានាថាគម្រោងទាំងអស់ដំណើរការយ៉ាងរលូនទាន់ពេលវេលានិងមានគុណភាពវិជ្ជាជីវៈគោលដៅទី7គឺជាការកសាងទំនាក់ទំនងអតិថិជនរយៈពេលវែងយើងបង្កើតការជឿទុកចិត្តនិងការគោរពតាមរយៈគុណភាពសេវាកម្មជាប់លាប់និងការថែទាំបន្ទាប់ពីសេវាកម្មដើម្បីបង្កើតភាពស្មោះត្រង់របស់អតិថិជនចំពោះម៉ាករបស់យើងឬក៏ចំពោះក្រុមហ៊ុនរបស់យើងគោលដៅទី8គឺជាការរក្សាភាពច្នៃប្រឌិតនិងការតាមដាននិន្នាការថ្មីៗជានិច្ចយើងស្រាវជ្រាវនិងអនុវត្តនិន្នាការថ្មីៗក្នុងវិស័យ branding និង event design ដើម្បីអភិវឌ្ឍសេវាកម្មបន្តសម័យនិងឈានមុខគេក្នុងឧស្សាហកម្មអាជីវកម្មចំណុចទី9គឺយើងគឺជាការលើកកម្ពស់ភាពជាភាពនិងសិលធម៌យើងអនុវត្តការងារដោយគោរពបរិស្ថានជួយការពារបរិស្ថានប្រើប្រាស់វិធីសាស្ត្រដែលមានទំនួលខុសត្រូវនិងគ្រប់គ្រងសកម្មភាពសង្គមដើម្បីបង្កើតផលដើម្បីជួយជាផលវិជ្ជមានដល់សង្គមចំពោះចំណុចចុងក្រោយគឺក៏យើងអាចថាគោលដៅចុងក្រោយគោលដៅដែលជាគោលដៅទី10គឺជាការសម្រេចបាននៅការរីកចម្រើននិងការទទួលស្គាល់អាជីវកម្មយើងមានបំណងពង្រីកវត្តមានក្រុមហ៊ុន Connect Communication របស់យើងឲ្យបានទូទាំងប្រទេសកម្ពុជានិងតំបន់ជុំវិញឬក៏បណ្ដាប្រទេសផ្សេងៗឲ្យដើម្បីឲ្យក្លាយជាក្រុមហ៊ុនសេវាកម្មច្នៃប្រឌិតជាមុខគេមួយក្នុងរយៈពេល5ឆ្នាំខាងមុខនិងបន្តពី5ឆ្នាំទៀតគឺមានន័យថាជាក្រុមហ៊ុនមួយដែលអាចឈរជើងនៅក្នុងវិស័យអាជីវកម្មឧស្សាហកម្មនេះបានរយៈពេលវែងអញ្ចឹងជាសរុបគោលដៅនៃគោលបំណងនេះគឺជាគោលដៅណែនាំផ្លូវដែលជួយឲ្យ Connect Communication អភិវឌ្ឍយ៉ាងមានទិសដៅមានគុណភាពនិងមានស្ថិរភាពអញ្ចឹងចំណុចរបស់ខ្ញុំគឺបានបញ្ចប់ហើយស្មួយបន្ទាប់ខ្ញុំសូមជូនដល់ទៅមិត្តរួមក្រុមរបស់ខ្ញុំអរគុណលោកគ្រូជួយដល់ចំណុចបន្ទាប់គឺនិយាយពី management structure អ្នកទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាឃើញស្រាប់ហើយអានេះគឺជា management structure របស់យើងដែលទី1ហ្នឹងគឺម៉ែសម្បត្តិចរិយាគាត់ជា CEO គឺគាត់ត្រួតពិនិត្យទៅលើក្រុមហ៊ុនទាំងមូលនិងទទួលខុសត្រូវចំពោះចក្ខុវិស័យយុទ្ធសាស្ត្រនិងដំណើរការទាំងមូលរបស់ក្រុមហ៊ុនចំពោះហៀងមេហុងវិញគឺគាត់ជា COO គាត់គឺជាក្រុមប្រតិបត្តិការគ្រប់គ្រងភស្តុភារការសម្របសម្រួលនិងព្រឹត្តិការណ៍ផ្សេងៗនិងប្រតិបត្តិការផ្សេងៗក្រុមគឺគាត់គឺជាក្រុមគ្រប់គ្រងរដ្ឋបាលផងដែរគឺគ្រប់គ្រងធនធានមនុស្សនិងការគ្រប់គ្រងការិយាល័យជាដើមអ្នកបន្ទាប់ហ្នឹងគឺយ៉ងឆាន់លីណាគឺគាត់គឺជា CFO គាត់គឺជាក្រុមខាងហិរញ្ញវត្ថុនិងគណនេយ្យគ្រប់គ្រងបញ្ជីបោកប្រាក់វិវត្តវិក័យប័ត្រនិងរបាយការណ៍ហិរញ្ញវត្ថុហើយតែប៉ុណ្ណោះគឺគាត់ធ្វើការរៀបចំទៅលើរបាយការណ៍ដូចជាធានាថាគម្រោងត្រូវបានតាមដានផ្នែកហិរញ្ញវត្ថុជាដើមចំពោះអ្នកបន្ទាប់ហ្នឹងគឺវ៉ាន់រ៉ាលីណាគឺគាត់គឺជា CMO គឺគាត់ត្រួតពិនិត្យទៅលើយុទ្ធសាស្ត្រទីផ្សារនិងទំនាក់ទំនងទាំងអស់សម្រាប់ក្រុមហ៊ុនអតិថិជនរបស់ក្រុមហ៊ុនយើងអ្នកបន្ទាប់ទៀតហ្នឹងគឺហានសេតាន់គាត់គឺclient service manager គាត់គឺជាអ្នកគ្រប់គ្រងសេវាកម្មអតិថិជនហ្នឹងគឺគាត់គ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជនដោយធានាថាតម្រូវការរបស់អតិថិជនហ្នឹងគឺត្រូវបានបំពេញឲ្យពួកគាត់ហើយហើយចំពោះអ្នកបន្ទាប់នោះទៀតគឺម៉ែនលក្ខណៈគឺគាត់គឺជា digital marketing manager គាត់គឺជាអ្នកគ្រប់គ្រងទីផ្សារ digital គឺគាត់គ្រប់គ្រងទៅលើទីផ្សារអនឡាញប្រព័ន្ធផ្សព្វផ្សាយសង្គម CEO SEO និងការផ្សាយពាណិជ្ជកម្មនិងឬការបង់ប្រាក់ជាដើមចំពោះអ្នកចុងក្រោយនោះគឺម៉ាពូធីរីគឺគាត់គឺជា media production manager គឺគាត់គឺជាអ្នកគ្រប់គ្រងផលិតកម្មប្រព័ន្ធផ្សព្វផ្សាយគាត់គ្រប់គ្រងទៅលើតំណែងសាធារណៈការផ្សាយព័ត៌មាននិងយុទ្ធសាស្ត្រផ្សព្វផ្សាយជាដើមដូចនេះចំណុចហ្នឹងបានបញ្ចប់ហើយចូលដល់ចំណុចបន្ទាប់ចូលមកដល់ចំណុចបន្ទាប់គឺយើងនឹងនិយាយអំពី key success factor ដោយពួកខ្ញុំនឹងលើកយក12ចំណុចធំយកមកបង្ហាញជូនអ្នកទាំងអស់គ្នាអញ្ចឹងចំណុចទី1គឺយើង focus ទៅលើ skill and
multilingual workforce ដែលគឺយើងសំដៅទៅលើយើងនឹងជ្រើសរើសយកបុគ្គលិកណាដែលពួកគាត់ចេះទាំងភាសាខ្មែរផងជាមួយនឹងភាសាអន្តរជាតិផងដូចជាភាសាអង់គ្លេសឬក៏ភាសាចិនជាដើមដើម្បីផ្ដល់នៅសេវាកម្មអតិថិជនក៏ដូចជាទំនាក់ទំនងល្អជាមួយនឹងអតិថិជនរបស់ពួកយើងដោយសារតែពួកយើងអត់ focus ទៅលើតែ company នៅខ្មែរយើងទេប៉ុន្តែពួកយើងក៏ focus ទៅលើ international company ដូចគ្នាអញ្ចឹងគឺវាជាចំណុចមួយសំខាន់នៅក្នុងការដែលពួកយើងជ្រើសរើសយកបុគ្គលិកដែលពួកគាត់ចេះទាំងខ្មែរក៏ដូចជាភាសាបរទេសចំណែកទី2គឺយើង focus ទៅលើការ build ទៅលើទំនាក់ទំនងក៏ដូចជាទំនុកចិត្តទៅដល់អតិថិជនអញ្ចឹងការបង្កើតនៅទំនាក់ទំនងល្អជាមួយនឹងភាគីពាក់ព័ន្ធទាំងនៅក្នុងស្រុកឬក៏ក្រៅស្រុកក៏ដូចជាអតិថិជនដៃគូគឺយើងគោរពទៅលើបទដ្ឋានវប្បធម៌ហើយនឹងបង្ហាញពីការបដិញ្ញាចិត្តរបស់ពួកយើងទៅលើសេវាកម្មរបស់ពួកយើងដែលផ្ដល់ជូនទៅកាន់ពួកគាត់ចង់ចូលដល់ចំណុចទី3គឺយើងនិយាយអំពី skill and motivated employee ចំពោះចំណុចនេះផងដែរគឺពួកយើងចង់សំដៅទៅលើថានៅពេលដែលពួកយើងជ្រើសរើសយកបុគ្គលិកហើយគឺពួកយើងអត់ទុកពួកគាត់ចោលទេគឺពួកយើងនឹងធ្វើការ train ពួកគាត់អំពី product អំពី service របស់ company របស់ពួកយើងឲ្យទៅកាន់គាត់ឲ្យច្បាស់មួយហើយវាងាយស្រួលនៅពេលដែលពួកគាត់យល់អំពីservice របស់ពួកយើងហើយគឺនៅពេលដែលពួកគាត់ធ្វើការតំណែងជាមួយនឹងភ្ញៀវនៅពេលក្រោយគឺវាអាចនឹងមានភាពងាយស្រួលហើយនឹងប្រកបទៅដោយប្រសិទ្ធភាពនៅពេលដែលពួកគាត់ច្បាស់អំពីservice មួយហ្នឹងហើយពួកយើងក៏នឹងរក្សាបុគ្គលិកពួកយើងឲ្យមានភាពរួសរាយរាក់ទាក់ទៅកាន់ភ្ញៀវផងដែរចំណែកឯចំណុចទី4គឺយ៉ាងពី strategy digital marketing ហើយជាមួយនឹង brand building ចំពោះចំណុចនេះផងដែរគឺពួកយើងប្រើប្រាស់ទៅលើ digital platform ក៏ដូចជា social media ដូចជា Facebook Instagram TikTok ដើម្បីធ្វើការលើកកម្ពស់ពីការយល់ដឹងអំពី branding មួយហើយនឹងតាក់ទាញទៅកាន់ភ្ញៀវរបស់ពួកយើងដោយមានការគ្រប់គ្រងពី marketing strategy ផ្សេងៗទាំងអស់ហ្នឹងចំពោះចំណុចបន្ទាប់គឺយើងនឹងនិយាយអំពីភាពបត់បែនទៅនឹងការផ្លាស់ប្ដូរទីផ្សារអញ្ចឹងពួកយើងក៏រក្សានូវភាពរហ័សរហួនដើម្បីឆ្លើយតបយ៉ាងឆាប់ទៅនឹងតម្រូវការទីផ្សារដែលកំពុងតែវិវត្តទៅលើបច្ចេកវិទ្យាក៏ដូចជាចំណង់ចំណូលចិត្តរបស់អតិថិជននៅក្នុងសេវាកម្មនឹងផងដែរអញ្ចឹងនៅពេលដែលអតិថិជនរបស់ពួកយើងគឺគាត់មានចំណង់ចំណូលចិត្តអីឬក៏គាត់មានជាកត្តាចំណុចសំខាន់អីដែលពួកគាត់ចង់ឲ្យពួកយើងធ្វើគឺពួកគាត់អាចធ្វើការពិភាក្សាជាមួយនឹងពួកយើងបានពួកយើងនឹងធ្វើការពិភាក្សាគ្នារួចរាល់ពួកយើងនឹងផ្ដល់នៅសេវាកម្មហ្នឹងទៅកាន់ពួកគាត់ទៅកាន់អ្វីដែលពួកគាត់ចូលចិត្តចំណែកឯបន្ទាប់ទៀតគឺយើងនិយាយអំពី innovation and creativity ចឹងចំពោះក្រុមហ៊ុនរបស់ពួកខ្ញុំផងដែរក៏ពួកយើងនឹងធ្វើដោយក្រុមហ៊ុនពួកយើងគឺជឿជាក់ថាការ innovate ទាំងអស់ហ្នឹងគឺវាជំរុញទៅកាន់ភាពជោគជ័យរបស់ក្រុមហ៊ុនពួកខ្ញុំផងដែរអញ្ចឹងគោលដៅរបស់ពួកយើងគឺបង្កើតនៅបទពិសោធន៍អីថ្មីប្លែកក៏ដូចជា experience អីថ្មីទៅកាន់អតិថិជនគ្រប់រូបដែលពួកគាត់បានប្រើប្រាស់ទៅលើសេវាកម្មរបស់ពួកយើងចំណែកឯទី7គឺតកតងជាមួយនឹងទំនុកចិត្តក៏ដូចជាភាពជឿជាក់អញ្ចឹងក្រុមហ៊ុនរបស់ពួកយើងក៏បានឲ្យតម្លៃទៅលើភាពស្មោះត្រង់ភាពតម្លាភាពក៏ដូចជាវិជ្ជាជីវៈអីផ្សេងៗដើម្បីបង្កើននៅទំនុកចិត្តរយៈពេលវែងជាមួយនឹងអតិថិជនគឺពួកយើងអាចធ្វើការបែបshort term ឯងគឺពួកយើង focus ទៅលើ long term ដែរដែលទាំងអស់ហ្នឹងហើយគឺជាអ្វីដែលក្រុមហ៊ុនរបស់ពួកខ្ញុំចង់បានហើយទី8គឺយើងតកតងជាមួយនឹង teamwork ក៏ដូចជា professional growth ចឹងចំពោះចំណុចនេះផងដែរគឺយើងផ្ដោតទៅលើការលើកកម្ពស់កិច្ចសហការក៏ដូចជាការអភិវឌ្ឍទៅលើជំនាញក៏ដូចជាវប្បធម៌ការងារបែបវិជ្ជមានដែលយើងផ្ដល់ដល់ក្រុមរបស់ពួកយើងឲ្យការអនុវត្តការងារហ្នឹងគឺបានល្អគឺពួកយើងធ្វើការបែប focus ជាក្រុមចូលមកដល់ចំណុចទី9គឺយើងនិយាយអំពី timeliness and responsiveness គឺនិយាយអំពីភាពទាន់ពេលវេលានិងការឆ្លើយតបបែបទាន់ពេលវេលាគឺពួកយើងនឹងផ្ដល់ជាសេវាកម្មឆាប់រហ័សចំពោះការសាកសួររបស់អតិថិជនហើយនឹងដោះស្រាយបញ្ហារបស់អតិថិជនហ្នឹងឲ្យទាន់ពេលវេលាអញ្ចឹងចំពោះចំណុចនេះខ្ញុំគិតថាវាសំខាន់ខ្លាំងមែនតើនៅពេលដែលភ្ញៀវគាត់សួរមកយើងឆ្លើយតបទៅគាត់វិញលឿនចាំឲ្យពួកគាត់អាចនឹងមានទំនុកចិត្តទៅកាន់ក្រុមហ៊ុនរបស់ពួកយើងហើយនៅពេលដែលមានបញ្ហាអីផ្សេងៗដែលកើតឡើងដែលយើងមិនដឹងទេអញ្ចឹងនៅពេលដែលមានបញ្ហាគឺពួកយើងអត់ទុកភ្ញៀវយើងចោលទេគឺពួកយើងនឹងធ្វើការដោះស្រាយជាមួយនឹងគ្នាឲ្យរួចរាល់ដែលទាំងអស់ហ្នឹងខ្ញុំគិតថាវាគឺមានសារៈសំខាន់នៅក្នុងការរក្សានិងការពេញចិត្តរបស់អតិថិជនក៏ដូចជាភាពស្មោះត្រង់របស់ក្រុមហ៊ុនរបស់ពួកយើងទៅកាន់អតិថិជនផងដែរចំណែកឯចំណុចទី10គឺយើងនិយាយអំពី customer central excellence ដែលយើងក៏មានគោលបំណងដាក់អតិថិជនយើងនៅចំណុចកណ្ដាលនៅអីដែលយើងធ្វើទាំងអស់ហ្នឹងគឺយើងនឹងផ្ដល់ជូននៅសេវាកម្មដែលមានគុណភាពខ្ពស់ high quality ទៅកាន់ភាពច្នៃប្រឌិតហើយជាមួយនឹងភាពផ្ទាល់ខ្លួនសេវាកម្មផ្ទាល់ខ្លួនដែលវាអាចលាស់ពីការរំពឹងទុករបស់អតិថិជនរបស់ពួកយើងចំណែកឯទី11គឺយើងនិយាយអំពី sustainable growth គឺ
គឺយើងមើលឃើញពីការពង្រីកនៅអាជីវកម្មដែលមានស្ថិរភាពហើយនឹងមានទំនួលខុសត្រូវដែលមិនត្រឹមតែផ្ដល់ជាអត្ថប្រយោជន៍ដល់ក្រុមហ៊ុនរបស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់ទៅឲ្យអតិថិជនក៏ដូចជាបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់ពួកយើងផងដែរចំណែកចំណុចចុងក្រោយទី12គឺ community impact ចឹងពួកយើងក៏ចង់ឲ្យសមាគមរបស់ពួកយើងនឹងចូលរួមជាចំណែកវិជ្ជមានមួយដល់សង្គមយើងផងដែរដោយយើងភ្ជាប់តំណែងមនុស្សគ្រប់គ្រងការច្នៃប្រឌិតនៅក្នុងស្រុករបស់ពួកយើងទៅកាន់ local creativity ហើយនឹងជំរុញអ្នកដទៃហ្នឹងតាមរយៈការងាររបស់ពួកយើងផងដែរអញ្ចឹងនៅពេលដែលពួកយើងចេញជា event អីមួយគឺពួកយើងនឹងធ្វើការជួលទៅកាន់អ្នកផ្សេងគឺយើងអាចជួយរកការងារឲ្យពួកគាត់អីផ្សេងផងដែរអញ្ចឹងទាំងអស់នេះហើយគឺជា key success factor នៅក្នុងក្រុមហ៊ុនរបស់ពួកខ្ញុំចូលដល់ចំណុចបន្ទាប់ខ្ញុំនឹងបង្ហាញអំពីទីតាំងនៃក្រុមហ៊ុនរបស់យើងអញ្ចឹងក្រុមហ៊ុន Connect Communication មានទីតាំងដ៏ល្អមួយនៅអគារ GA Towers នៅកោះពេជ្រនៅក្នុងរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងអាជីវកម្មដ៏ស្វែងរកបំផុតមួយរបស់ប្រទេសកម្ពុជាអញ្ចឹងទីតាំងដ៏សំខាន់នេះផ្ដល់នូវបរិយាកាសទំនើបក៏ដូចជាវិជ្ជាជីវៈដែលសមស្របយ៉ាងល្អឥតខ្ចោះជាមួយនឹងប្រតិបត្តិការផ្សេងក៏ដូចជាការផ្ដល់លើសេវាកម្មរបស់យើងផងដែរអញ្ចឹងយើងក៏បានជួលជាន់ទាំងមូលនៅក្នុងអគារ GA Towers ដើម្បីបម្រើការជាការិយាល័យសំខាន់ក៏ដូចជាកន្លែងធ្វើការរបស់ពួកយើងអញ្ចឹងការិយាល័យរបស់យើងត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងបន្ទប់ការងារសម្រាប់ក្រុមរចនាក៏ដូចជាក្រុមដែលរៀបចំនៅ event ក៏ដូចជាបន្ទប់ប្រជុំសម្រាប់ពិគ្រោះនយោបាយរបស់អតិថិជននិងកន្លែងផ្ទុកសម្ភារៈនិងឧបករណ៍សម្រាប់រៀបចំ event ដូចគ្នាដូច្នេះអគារ GA Tower ផ្ដល់ជូននូវភាពងាយស្រួលដល់អតិថិជនក៏ដូចជាបុគ្គលិកក្នុងការិយាល័យរបស់យើងបានយ៉ាងងាយស្រួលជាមួយនឹងភោជនីយដ្ឋានហាងកាហ្វេទីកន្លែងរៀបចំ event ក៏ដូចជាការិយាល័យសាជីវកម្មផ្សេងៗដែលនៅក្បែរហ្នឹងអញ្ចឹងទាំងអតិថិជនទាំងបុគ្គលិករបស់យើងអាចតាក់ទងមកយើងបានយ៉ាងងាយស្រួលដែលជួយសម្រួលដល់ទំនាក់ទំនងដូចជាការបង្កើតបណ្ដាញនិងការសហការយ៉ាងរលូនដូច្នេះសរុបមកជារួមទីតាំងយុទ្ធសាស្ត្ររបស់យើងមិនត្រឹមតែពង្រឹងរូបភាព branding របស់យើងមកមុខទេប៉ុន្តែថែមទាំងគ្រប់គ្រងដល់បេសកកម្មរបស់យើងក្នុងការផ្ដល់សេវាកម្មដែលមានគុណភាពខ្ពស់វិជ្ជាជីវៈនិងភាពច្នៃប្រឌិតក្នុងបរិយាកាសទំនើបនិងបំផុសគំនិតផងដែរដូច្នេះចំណុចបន្ទាប់សូមផ្ដល់ឲ្យមនុស្សក្រុមរបស់ខ្ញុំធ្វើការបកស្រាយបន្តចាអញ្ចឹងយើងចូលមកដល់ចំណុចបន្តទៀតដែលយើងនឹងនិយាយអំពី SWOT analysis អញ្ចឹង SWOT analysis មាន S គឺតំណាងឲ្យ strength, W is weaknesses, O opportunity, T threats អញ្ចឹងចំពោះចំណុចខ្លាំងរបស់យើងដែរគឺយើងជា one step service ដែលមាន branding ហើយនិង event planning ទី2ហ្នឹងគឺយើងមានភាព creative ហើយ customize solution ទី4 skill ហើយនិង experience team អញ្ចឹងstrength របស់យើងហ្នឹងគឺយើងមានa skill team ដែលអាច provide ឲ្យ client របស់យើងហ្នឹងនៅ professional performance បានហើយចំណុចទី2 weakness ដោយសារតែវាគឺជាការវាជាដំបូងក្នុងការធ្វើអាជីវកម្មរបស់ពួកយើងអញ្ចឹងចំណុចខ្សោយរបស់ពួកយើងហ្នឹងគឺពិបាកក្នុងការ build brand image ឲ្យអតិថិជនរបស់យើងបានជឿជាក់ប៉ុន្តែយើងក៏មានការរំពឹងខ្ពស់ដែរទៅលើសមត្ថភាពក្រុមការងាររបស់យើងដែលអាចផ្ដល់ឲ្យទៅកាន់អតិថិជនរបស់យើងធ្វើឲ្យគាត់មានភាពជឿជាក់និងមានទំនុកចិត្តទៅលើការជ្រើសរើសយកសេវាកម្មរបស់យើងដែរហើយទី3គឺ opportunity ចំពោះឱកាសវិញគឺយើងមើលឃើញឱកាសដែលកំពុងតែលូតលាស់ខ្ពស់ខ្លាំងមែនទែននៅក្នុងទីផ្សារនៅក្នុងប្រទេសកម្ពុជាដោយការធ្វើកម្មវិធីផ្សេងៗហ្នឹងភាគច្រើនគឺក្រុមហ៊ុនឥឡូវគេអត់សូវធ្វើខ្លួនឯងទេភាគច្រើនគេចូលជួល agency អញ្ចឹងយើងក៏មើលឃើញពីឱកាសនេះទើបយើងសម្រាប់ចិត្តធ្វើ business plan ពាក់ព័ន្ធទៅនឹងការក្រុមហ៊ុន agency ដើម្បីជួយសម្រួលដល់បងដែលមានអាជីវកម្មមិនថាតូចមិនថាធំដែលគាត់ចង់ធ្វើកម្មវិធី event អីមួយទៅកុំឲ្យពិបាកគាត់ក្នុងការទៅដើររកអីជួលអ្នកនេះជួលអ្នកនោះផងពិបាកធ្វើអត់ទាន់អីអញ្ចឹងទៅអាចជួបយើងបានហើយទី4គឺ free ការគម្រាមកំហែងនិយាយទៅគឺដោយសារតែយើងមើលឃើញចំណុចហ្នឹងគឺយើងមាន competitive ច្រើននៅក្នុង service មួយហ្នឹងប៉ុន្តែទី2ហ្នឹងគឺ economic downturn economic downturn ដោយសារតែឥឡូវយើងមានបញ្ហាជាមួយនឹងរឿងព្រំដែនអីចឹងទៅធ្វើឲ្យអតិថិជនយើងអាចនឹងមានបញ្ហានៅរឿង budget ទី3គឺ logical and client expectation challenge អញ្ចឹងចំពោះ client ខ្លះគាត់អាចនឹងមាន expectation ខុសពី perspective ឬមួយក៏ខុសពីគោលការណ៍ពីក្រុមហ៊ុនយើងប៉ុន្តែពួកយើងនឹងព្យាយាមធ្វើយ៉ាងណាសម្របទៅតាមគំនិតឬមួយក៏តម្រូវការរបស់អតិថិជនរបស់យើងដែរអញ្ចឹងចំណុចហ្នឹងក៏ចាប់ហើយយើងទៅកាន់ចំណុចបន្តទៀតចូលដល់ចំណុចរបស់ខ្ញុំគឺ 3.1.1 គឺ target customer ចំពោះ target customer របស់យើងគឺយើងផ្ដោតទៅលើ
អ្នកអាយុ25ហើយនឹង40ឆ្នាំដែលគាត់ទាំងពីរភេទយើងអត់ប្រកាន់ភេទទេចំពោះការសិក្សារបស់គាត់គឺកម្រិត high school សិស្សសាកលវិទ្យាល័យឬក៏ bachelor degree holder ចំពោះ income គឺយើង focus ទៅលើ$2 ខ្លះ or above ចំពោះមុខរបររបស់គាត់វិញគឺគាត់អាចជាអ្នក business តូចអ្នកទើបតែចាប់ផ្ដើម business ឬក៏បុគ្គលិក office ឬក៏សហគ្រិនជាដើមចំពោះ location របស់យើងវិញគឺនៅតំបន់ទីប្រជុំជននិងនៅក្នុងក្រុងធំជាមួយចំពោះអតិថិជនដែលល្អហ្នឹងគឺអាចនៅក្នុងអាយុ30ឆ្នាំដែលគាត់មានប្រាក់ចំណូលមានស្ថិរភាពហើយមានឆន្ទៈនិងមានក្នុងការចំណាយសម្រាប់សេវាកម្មរបស់ពួកយើងហើយមិនតែប៉ុណ្ណោះគឺដើម្បីស្វែងយល់ពីភ្នាក់ងាររបស់យើងគឺគាត់អាចមើលតាមរយៈ social media តាមការណែនាំឬក៏សាកល្បងសេវាកម្មរបស់ពួកយើងដែលពេញចិត្តនឹងខ្លាយទៅជាអតិថិជនដ៏ស្មោះត្រង់មួយពួកយើងជំរាបសួរលោកគ្រូនេះខ្ញុំជួបមកអ្នកកណែដែលនឹងមកបន្តចំណុចទី2ដែលនិយាយអំពី target competitor និង 2.1 និយាយអំពីទស្សនវិជ្ជាទូទៅនៃការប្រកួតប្រជែងអញ្ចឹងឧស្សាហកម្មឬក៏សេវាកម្មរៀបចំ event ឬក៏ branding ឬក៏ communication នៅកម្ពុជារបស់យើងនឹងមានការប្រកួតប្រជែងខ្លាំងមែនទែនជាពិសេសនៅរាជធានីភ្នំពេញយើងផ្ទាល់ដូច្នេះហើយដែលគូប្រកួតប្រជែងមានចាប់ពីភ្នាក់ងារធំដែលមានគេឈ្មោះល្អរហូតដល់ studio ច្នៃប្រឌិតតូចៗនិង freelance team អញ្ចឹង connect communication agency របស់យើងដំណើរការនៅក្នុងផ្នែកភ្នាក់ងារច្នៃប្រឌិតនិងព្រឹត្តិការណ៍ដែលមានសេវាកម្មពេញលេញដោយប្រកួតប្រជែងជាចម្បងជាមួយនឹងភ្នាក់ងារដែលផ្ដល់ការផ្សព្វផ្សាយនៅ branding និងការរៀបចំនៅ event ខាងផ្នែក digital marketing និងការផលិតប្រព័ន្ធផ្សព្វផ្សាយផងដែរចូលដល់ចំណុច 2.2 នោះគឺ key target competitor អញ្ចឹងនៅក្នុងចំណុចនេះផងដែរយើងបែងចែកជា6ដែលទី1នោះគឺគូប្រកួតប្រជែងទី2ការពិពណ៌នាទី3 service rank និងទី4ជួយតម្លៃទី5ចំណុចខ្លាំងនិងចំណុចខ្សោយអញ្ចឹងក្រុមហ៊ុន Connect Communication របស់យើងប្រឈមមុខនឹងការប្រកួតប្រជែងពីអ្នកលេងសំខាន់ៗជាច្រើននៅក្នុងទីផ្សារកម្ពុជាដែលក្នុងនោះរួមមាន Corporate Communication គឺជាភ្នាក់ងារទំនាក់ទំនងនិងទីផ្សារប្រកបដោយភាពច្នៃប្រឌិតនៅក្នុងទីក្រុងភ្នំពេញដែលផ្ដល់ជូននៅការរួមបញ្ចូលពី branding ពីយុទ្ធសាស្ត្រទីផ្សារ digital marketing ការបង្កើតខ្លឹមសារយុទ្ធនាការនិងព្រឹត្តិការណ៍ហើយពួកគេត្រូវបានគេស្គាល់ថាមានភាពច្នៃប្រឌិតខ្លាំងនិងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុកនឹងប៉ុន្តែសេវាកម្មរបស់ពួកគេនឹងមានតម្លៃថ្លៃដែលវាអត់ស័ក្តិសមជាមួយនឹងអ្នកដែលចង់ចំណាយតិចទេចំណែកឯក្រុមហ៊ុន Meru Communication វិញគឺជាភ្នាក់ងារទំនាក់ទំនងសេវាកម្មពេញលេញដែលផ្ដោតលើការកសាងនៅ branding និងការផ្សព្វផ្សាយនៅពាណិជ្ជកម្មនិងយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយហើយពួកគេមានជំនាញខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយនិងការផ្សាយពាណិជ្ជកម្មនិងរក្សាទំនាក់ទំនងអតិថិជនបានល្អប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ premium pricing និងវិធីសាស្ត្រដែលអាចបត់បែនបានទៅជាងរបស់ពួកគេនឹងធ្វើឲ្យពួកគេនឹងមិនសូវស័ក្តិសមជាមួយនឹងគម្រោងតូចៗទេចុងក្រោយនោះគឺ Killer Event ដែលពួកគាត់មានជំនាញក្នុងការគ្រប់គ្រងនៅ event ឬក៏ brand activation អញ្ចឹងពួកគេពូកែខាងអនុវត្តនៅ event ក៏ដូចជាព្រឹត្តិការណ៍អ្វីផ្សេងៗនិងការបង្កើតសកម្មភាពតាក់ទាញជាមួយនឹងវិធីសាស្ត្រជាក់ស្ដែងហើយ limitation របស់ពួកគេហ្នឹងពីច្រើនពួកគេផ្ដោតលើព្រឹត្តិការណ៍ event ហ្នឹងដែលមានសមត្ថភាពខ្សោយជាងក្នុងការធ្វើទីផ្សារ digital និងការទំនាក់ទំនងជាយុទ្ធសាស្ត្រដូច្នេះហើយសរុបជារួមក្រុមហ៊ុន Connect Communication របស់យើងដំណើរការនៅក្នុងបរិយាកាសប្រកួតប្រជែងមួយដែលភ្នាក់ងារផ្ដល់ដំណោះស្រាយពេញលេញយ៉ាងទូលំទូលាយក្នុងតម្លៃខ្ពស់ជាងមានជំនាញខាងព្រឹត្តិការណ៍ប៉ុន្តែខ្វះសមត្ថភាព digital និងយុទ្ធសាស្ត្រនេះបង្ហាញអំពីឱកាសរបស់ក្រុមហ៊ុនរបស់យើងក្នុងការរួមបញ្ចូលគ្នានៅសេវាកម្មច្នៃប្រឌិតព្រឹត្តិការណ៍និង digital ជាមួយនឹងដំណោះស្រាយផ្ទាល់ខ្លួននិងអាចបត់បែនបានចូលដល់ចំណុច 3.3 នោះគឺការកំណត់ទីតាំងប្រកួតប្រជែងរបស់ Connect Communication អញ្ចឹង Connect Communication Agency កំណត់ខ្លួនជាក្រុមហ៊ុនសេវាកម្ម all in one ដែលមានភាពច្នៃប្រឌិតមានភាពទុកចិត្តបាននិងផ្ដោតលើអតិថិជនដោយរួមបញ្ចូលការបង្កើតនៅ branding និងការច្នៃប្រឌិតហើយនឹងការរៀបចំនៅ event និងសកម្មភាពផ្សព្វផ្សាយនិងទីផ្សារ digital និងការផលិតនៅ media ហើយអត្ថប្រយោជន៍សំខាន់ៗនៃការប្រកួតប្រជែងរបស់យើងនឹងរួមមានសេវាកម្មផ្ទាល់ខ្លួនសម្រាប់អតិថិជនម្នាក់ៗនិងការទំនាក់ទំនងជាមួយនឹងអតិថិជនបានល្អនិងការឆ្លើយតបដោយរហ័សមួយវិញទៀតនោះគឺតម្លៃបត់បែនបានសមស្របសម្រាប់ SME និងអាជីវកម្មកំពុងតែរីកចម្រើនហើយនឹងដំណោះស្រាយច្នៃប្រឌិតនិងតាមតម្រូវការនិងចុងក្រោយនោះគឺយើងមានទីតាំងយុទ្ធសាស្ត្រនៅអគារ GAA នៅកោះពេជ្រដែលជាទីតាំងល្អមួយសម្រាប់យើងធ្វើអាជីវកម្មដូច្នេះហើយចំណុចបន្ទាប់សូមផ្ដល់ឲ្យមិត្តក្រុមរបស់ខ្ញុំធ្វើការបកស្រាយបន្តចូលដល់ចំណុចបន្ទាប់នេះគឺចំណុច 3.1.3 ដែលនិយាយពី marketing goal និង objective ចំពោះ marketing goal និង objective របស់យើងគឺយើងគិតពីឆ្នាំ2026រហូតដល់2027ចំពោះ goal របស់យើងគឺទី1គឺសម្រេចបានប្រតិបត្តិការសេវាកម្មអតិថិជនចំនួន 1000 នៅចុងឆ្នាំ2027គុណភាពនិងសេវាកម្មក្នុងការផ្សព្វផ្សាយកាន់តែប្រសើរឡើងនឹងទទួលបានចំណាយទីផ្សារ 10% ក្នុងទីផ្សារសេវាកម្មគោលដៅដោយការបង្កើតប្រាក់យីហោការយល់ដឹងនិងទំនុកចិត្តពីអតិថិជនចុងក្រោយគេហ្នឹងគឺបើកសាខាសេវាកម្មថ្មីចំនួន3កន្លែងដែលមានទីតាំងយុទ្ធសាស្ត្រនៅចុងឆ្នាំ2027ហ្នឹងចំពោះ objective គោលបំណងរបស់យើងគឺដើម្បីផ្សព្វផ្សាយសេវាកម្មតាមរយៈទីផ្សារ digital
ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងកម្មវិធីណែនាំបង្កើនគុណភាពសេវាកម្មល្បឿននិងការពេញចិត្តរបស់អតិថិជនបន្តបណ្ដាបុគ្គលិកឲ្យផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈនិងស៊ីសង្វាក់គ្នាធ្វើការស្រាវជ្រាវទីផ្សារកំណត់តំបន់សេវាកម្មដែលមានតម្រូវការខ្ពស់កសាងភាពជាដៃគូជាមួយអង្គភាពនិងសហគមន៍ក្នុងតំបន់ចំណាយឆ្នាំ2027-2028វិញគឺយើងចង់បង្កើតការប្រើប្រាស់សេវាកម្មដល់អតិថិជនរហូតដល់ជូនដល់អតិថិជនរហូតដល់1500នាក់ទៅលើប្រតិបត្តិការដែលឆ្លុះបញ្ចាំងពីកំណើនខ្លាំងជាងមុនទី2គឺពង្រីកចំណាយទីផ្សាររហូតដល់15%ដោយបង្កើនភាពស្មោះត្រង់ជូនអតិថិជននិងការប្រើប្រាស់ម្ដងហើយម្ដងទៀតទី3គឺប្រើសេវាកម្មបើកសេវាកម្មបន្ថែមចំនួន2និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់សាខាដែលយើងកំពុងតែមានស្រាប់ចំពោះគោលដៅរបស់យើងវិញគឺដំណើរការកម្មវិធីដោយភក្ដីភាពនិងសមាជិកភាពរបស់អតិថិជនបង្កើតការកក់តាមអ៊ីនធឺណិតនិងគាំទ្រអតិថិជននិងភាពងាយស្រួលចូលប្រើប្រាស់សេវាកម្មរបស់ពួកយើងនិងពង្រីកទីតាំងផ្នែកយីហោតែប៉ុណ្ណោះគឺផ្ដល់សេវាកម្មដែលអាចទុកចិត្តបាននិងគុណភាពកាន់តែខ្ពស់ជាងមុនតាមដានមតិប្រតិកម្មរបស់អតិថិជននិងកែលម្អស្តង់ដារសេវាកម្មជាបន្តបន្ទាប់តែប៉ុណ្ណោះគឺយើងទទួលយកការវិតម្លៃការអនុវត្តតាមសាខានិងអនុវត្តការច្នៃប្រឌិតសេវាកម្មថ្មីៗផងដែរចឹងយើងចូលទៅដល់ចំណុច 3.2 ដែលនិយាយពី marketing strategy 4P ដែលមាន product price place promotion ហ្នឹងប៉ុន្តែនៅក្នុងproject របស់ពួកខ្ញុំនេះគឺអត់និយាយពីក្រុមហ៊ុនរបស់ពួកខ្ញុំមិនមែនជាការធ្វើផលិតផលទេគឺនិយាយពីសេវាកម្មប្រសេវាកម្មទៅកាន់អតិថិជនដូចដែលរបស់ខ្ញុំហ្នឹងគឺបាននិយាយពីដើមខាងលើអញ្ចឹងដែល main service របស់ពួកយើងគឺមានចំនួន5គឺទី1 event management and activation គឺពួកយើងគឺ handle នៅគ្រប់ event ទាំងអស់ហើយធ្វើឲ្យevent មួយហ្នឹងគឺ run ទៅវា smooth ហ្មងហើយ benefit វិញគឺយើងឲ្យភ្ញៀវហ្នឹងក៏គាត់មានការបារម្ភអីទាំងអស់ដោយសារតែយើង handle ទាំង logistic ទាំង paperly អីហ្នឹងគឺថាគ្រប់យ៉ាងទាំងអស់ដែលយើងរៀបចំហ្នឹងគឺវា on time ហ្មងហើយក៏អត់មាន risk ដូចគ្នាហើយចំពោះmain service យើងទី2ហ្នឹងគឺ creative design visual communication ដែលវាគឺជាការបង្កើតការធ្វើ logo banner campaign អីផ្សេងៗហ្នឹងគឺវាមាន high quality ទៅកាន់អតិថិជនគឺគាត់ពេញចិត្តត្រង់ហ្នឹងហើយចំពោះ benefit វិញគឺធ្វើឲ្យ brand របស់ពួកគាត់អីហ្នឹងគឺមើលមកចេញមក professional ហើយរបៀបមើលការ design មកគឺបែប creative ហ្មងហើយទី3របស់យើងវិញ social media management digital marketing ដែលយើងmake sure ថាគឺវា running social media campaign target អីហ្នឹងគឺ right ជាមួយនឹង audience tracking analytics ហ្នឹងហើយចំពោះ benefit វិញគឺភ្ញៀវគាត់នឹងទទួលបាន increase ជាមួយនឹង online reach and engagement ហើយ data អីហ្នឹងក៏វា run ទៅក៏ smoothly ដូចគ្នាហើយទី4គឺ media production ដែលយើង produce ជាមួយនឹង professional type photo video ឬក៏ animation ហើយនឹងយើងក៏ handle ជាមួយនឹងការធ្វើ post production ដូចគ្នាអញ្ចឹងនៅពេលដែលភ្ញៀវគាត់ទទួលបានសេវាកម្មហ្នឹងហើយគឺគាត់នឹងមានអារម្មណ៍ថាគាត់ទទួលបានជាមួយនឹង high quality content និយាយថាគឺយើងរៀបចំឲ្យគាត់មកស្អាតមកគឺធ្វើឲ្យគាត់ចេញមកគឺ wow ហើយគាត់ពេញចិត្តថងចំណុចហ្នឹងហើយទី5គឺ marketing strategy planning គឺយើងរៀបចំ plan ទៅលើ campaign marketing ហើយក៏ជាមួយនឹង budget ហ្នឹងក៏វាជាមួយគឺយើងសំស្របទៅតាមនឹងដូចគ្នាហើយចំពោះ benefit វិញគឺយើង provide ទៅលើ road map ហ្នឹងវា clear ហើយក៏ធ្វើឲ្យ result ចេញមកហ្នឹងក៏វាអាចថាបាន80ទៅ 90% ដូចគ្នាដែរអញ្ចឹងអារម្មណ៍របស់ខ្ញុំគាត់ទទួលបានសេវាកម្មហ្នឹងហើយគឺរបៀបថាគាត់ confident ក្នុងការធ្វើ business របស់គាត់ហ្នឹងគឺ decision របស់គាត់មកគឺ good ហ្មងហើយគឺអាចនឹងត្រូវអញ្ចឹងក្រៅពី main service របស់ពួកយើងក៏មានជាមួយនឹង cross sell ដែលគឺជាសេវាកម្មបន្ថែមទៀតដល់មានមួយដូចគ្នាហ្មងដែលទី1ហ្នឹងគឺមាន event team ទី2 supplier sourcing ទី3មាន event decorations ទី4មាន event equipment coordination អញ្ចឹងអ្នកនរគ្នាអាចមើលតាមតារាងនឹងបានមានតកតងជាមួយនឹង benefit ហើយនឹងនិយាយថាពេលដែលទៅសេវាកម្មហ្នឹងហើយអ្នកនរគ្នាមានអារម្មណ៍បែបណានឹងទទួលបានអត្ថប្រយោជន៍បែបម៉េចហើយអ្នកនរគ្នាមិនឃើញតារាងចុងក្រោមcross sell ហ្នឹងគឺ after sale service ហ្នឹងឯងដែលយើងក៏មានជាមួយនឹងការធ្វើរបាយការណ៍វិតម្លៃនៅពេលដែលភ្ញៀវគាត់ទទួលបានសេវាកម្មហ្នឹងហើយនឹងទទួលការមតិយោបល់ពីអតិថិជនដូចគ្នាថាពេលដែលគាត់ខកសេវាកម្មហ្នឹងហើយគាត់មានអារម្មណ៍បែបណាអញ្ចឹងគឺគោលបំណងហ្នឹងគឺពួកយើងគឺចង់បង្កើតទំនាក់ទំនងរយៈពេលវែងជាមួយនឹងអតិថិជនរបស់ខ្លួនឯងអញ្ចឹងគឺថ្ងៃខាងមុខគាត់អាចនឹងប្រើប្រាស់សេវាកម្មរបស់ពួកយើងបន្តទៀតនៅពេលដែលគាត់មានកម្មវិធីណាមួយនៅក្នុងបរិយាកាសរបស់គាត់អីចឹងទៅចំណុចនេះខ្ញុំចង់បញ្ជាក់បន្តិចតទៅជាមួយនឹង after sale នៅពេលដែលភ្ញៀវគាត់ប្រើប្រាស់សេវាកម្មខ្ញុំមកញ៉ាំដូចខ្ញុំនិយាយមិញអញ្ចឹងគឺហ្នឹងហើយនៅពេលដែល after sale ហ្នឹងគឺពួកយើងនឹង
ធ្វើជាលក្ខណៈ form ដើម្បីទទួលការ feedback របស់ភ្ញៀវហើយនឹងមួយទៀតគឺយើងនឹងផ្ដល់ជូនការបញ្ចុះតម្លៃទៅលើសម្រាប់ការ booking ទៅលើប្រើប្រាស់សេវាកម្មយើងមួយណាមួយហើយក៏របៀបបង្កើតទិន្នន័យដើម្បីដូចមានមុនហ្នឹងចឹងគឺដើម្បីរក្សាទំនាក់ទំនងជាមួយនឹងភ្ញៀវនោះមកហើយអញ្ចឹងក៏យើងចូលមើលដល់ចំណុចបន្ទាប់ទៀតដែរគឺនិយាយពីការរំពឹងទុករបស់ភ្ញៀវអញ្ចឹងភ្ញៀវគឺគាត់តែងតែមានការរំពឹងទុកខ្ពស់ដូច្នេះពួកយើងក៏មានទស្សនៈដូចមួយចំនួនដូចគ្នាដែរដែលមានដូចជាការដែលយើងប្រុងប្រយ័ត្នគឺយើងត្រូវតែ briefing ទៅលើអីដែរគោលការណ៍នៃក្រុមហ៊ុនរបស់យើងបញ្ជាក់ពី3ដងហើយនឹងបង្ហាញពីការងារត្រឹមត្រូវមានថាការងារដែលយើងធ្វើចេញមកគឺសុទ្ធតែមានបទពិសោធន៍និងមានផែនការបំរុងជានិច្ចហើយមួយវិញទៀតគឺតកតងជាមួយនឹងពេលវេលាគឺយើងគ្រប់គ្រង timeline និង rehearsal ហ្នឹងគឺបានល្អហើយចំពោះតម្លៃវិញក៏តម្លៃវាសមរម្យច្បាស់លាស់នឹងតាមកញ្ចប់តម្លៃនៃ event មួយចឹងចូលទៅដល់ចំណុចទី4ដែលនិយាយពី position strategy ចឹងយើងក៏មានជាមួយនឹង positioning statement ដូចគ្នាដែរដែលពួកយើងបានចាត់ទុកខ្លួនឯងជាសេវាកម្មមួយដែលរៀបចំជាមួយនឹងផែនការរៀបចំ event ដែលអាចទុកចិត្តបាននិងមានភាពច្នៃប្រឌិតខ្ពស់ដែលយើងធ្វើឲ្យបទពិសោធន៍ដែលភ្ញៀវគាត់ទទួលបានសេវាកម្មរបស់យើងហ្នឹងពេលដែលគាត់ទទួលហើយគាត់អាចបំភ្លេចបានហើយគឺគាត់នឹងមកហៅយើងម្ដងទៀតហើយអតិថិជនក៏កាន់តែទុកចិត្តយើងទុកចិត្តជាមួយនឹងខាងពួកខ្ញុំតកតងជាមួយនឹងការគ្រប់គ្រងនៅរាល់ព័ត៌មានលម្អិតដែលមានវិជ្ជាជីវៈមានភាពច្នៃប្រឌិតនិងមានភាពជាក់លាក់ដើម្បីពួកគាត់រីករាយជាមួយនឹង event ដែលពួកយើងបានរៀបចំឲ្យជនគាត់ដែលគ្មានកាមេរ៉ាពេលទាំងអស់គឺយើង overall នៃកម្មវិធីនឹងឲ្យគាត់ទាំងអស់មកនេះគឺយើង hold អញ្ចឹងហើយក៏យើងមានជាមួយនឹង key selling point យើងដូចគ្នាដែរមានដល់ទៅ6តែទី1គឺ full service event solution ទី2គឺមាន creative personalized design ទី3មាន professional executions ទី4មាន strong supplier network ទី5មាន stress free experience ទី6មាន flexible service packages អញ្ចឹងពួកគាត់ទុកចិត្តយើងដោយសារមាន6ចំណុចហ្នឹងអញ្ចឹងនេះក៏ជា draw position map ដែលមានតកតងជាមួយនឹង competitor របស់យើងមួយចំនួនដែរដែលយើងបាន set ទៅថាខាងក្រុមហ៊ុនរបស់គាត់មានជាមួយនឹង low quality low price អីហ្នឹងគឺខ្ញុំបានរៀបចំទាំងអស់ហ្នឹងចឹងអ្នកនរគ្នាអាចមើលតាមនឹងបានចង់ចូលទៅដល់ចំណុចទី5ដែលនិយាយពី customer relationship management ដែលយើងមានដល់តែបែងចែកដល់តែ3ដែលទី1ហ្នឹងគឺ how to get customer គឺយើងមាន customer ដែលរបៀបណាហ្នឹងគឺទី1 social media marketing គឺយើងផ្សព្វផ្សាយតាម Facebook Instagram ឬក៏ platform ផ្សេងៗទី2 referral from past clients ទី3មាន collaboration with venue ឬក៏ vendors ទី4 portfolio ទី5 promotional packages ហ្នឹងគឺរបៀបយើងទទួលបាននៃភ្ញៀវហើយនឹងចំណុចទី2និងទី3មួយទៀតគឺ how we grow customer និង how to keep customer ហ្នឹងគឺដូចគ្នាគឺយើងមាន membership loyalty discounts personalized follow ups special pricing for repeat client even anniversary reminders ហើយនឹង priority booking ហ្នឹងគឺរបៀបដែលយើងទទួលបាន customer កាន់តែច្រើនឡើងហើយជាមួយនឹងការរក្សា customer របស់ពួកយើងគឺបែបហ្នឹងអញ្ចឹងចូលទៅដល់លេខ6គឺ estimate cost sell ហើយនឹង profit របស់យើងគឺពួកយើងបានធ្វើជាតារាងមួយដើម្បីអ្នកនរគ្នាមើលមានទាំង main service មកខាងយើងមានទាំង cross sell ហើយនឹង after sell ចឹងអ្នកនរគ្នាអាចមើលតាមតារាងនឹងបានដែលមានដូចជាតម្លៃនៃតម្លៃដាំរបស់ពួកយើងតម្លៃដែលយើងលក់ចេញនៃសេវាកម្មមួយហ្នឹងហើយជាមួយនឹង profit ដែលយើងទទួលបានប្រមាណភាគរយគឺមានទៅលើនឹងទាំងអស់អ្នកនរគ្នាអាចcheckមើលបានចង់ចូលដល់ចំណុចថ្មីនិយាយពី 3.2.2 ពី pricing strategy ទី1គឺ pricing approach អញ្ចឹងគឺពួកយើងបានប្រើប្រាស់3 the main price ដើម្បីក្នុងការធ្វើសេវាកម្មរបស់ពួកយើងហ្នឹងដែលមានដូចជា cost plus approach CPA volume based approach VBA និង competition based approach CBA ដែល CPA ហ្នឹងគឺចង់សំដៅទៅលើរបៀបថាគឺយើងបន្ថែមតម្លៃទៅលើសេវាកម្មរបស់យើងបន្ថែមទៀតដូចពាក្យច្រើនភ្ញៀវគាត់មកហៅសេវាកម្មរបៀបគាត់ប្រើនិយាយទៅគាត់មកសេវាកម្មរបៀប event បែបតូចៗអញ្ចឹងគឺពួកយើងគិតបន្ថែមពីលើហ្នឹងអាហ្នឹងគេហៅ CPA ហ្នឹងហើយដល់ពេលទី2គឺ VBA ហ្នឹងគឺមានថាភ្ញៀវគាត់ best time ដែលភ្ញៀវគាត់ពេញឲ្យយើងប្រហែលស័ក្តិសមអីចឹងហើយដល់ពេលទី3 competition based approach CBA ហ្នឹងគឺចង់សំដៅតម្លៃហ្នឹងគឺវា based on ទៅលើ competitor ដែលវាគាត់ធ្វើសេវាកម្មដូចប្រហែលយើងនឹងដែរថាគេឲ្យតម្លៃបានគឺយើងអាចចរចានឹងបានហើយអ្នកគ្នាអាចមើលតារាងនឹងបានដូចគ្នាដែលតារាងនេះក៏ខ្ញុំបានដាក់ទៅលើ main service របស់ពួកយើងដែលយើងបានបញ្ជាក់ថាពួកយើងនឹងប្រើប្រាស់main service ហ្នឹងmain price ហ្នឹងវាបែបណាដើម្បីក្នុងការធ្វើ pricing approach របស់យើងអាចcheckមើលតាមតារាងនឹងបានចូលដល់ចំណុចថ្មីនិយាយពី pricing tactics ដែលពួកខ្ញុំបានកំណត់ពីឆ្នាំ2026ដល់2029ដែលវាគឺជាវិសាកំណត់តម្លៃនៅតែដដែលដោយសារតែយើងផ្អែកទៅតាមតម្រូវការរបស់អតិថិជនរដូវកាលនៃការធ្វើ event ហ្នឹងនិងប្រតិបត្តិការសេវាកម្មហ្នឹងគឺមានភាពស៊ីសង្វាក់គ្នាជារៀងរាល់ឆ្នាំអញ្ចឹងក៏ពួកយើងធ្វើដោយការរក្សាយុទ្ធសាស្ត្រកំណត់តម្លៃដូចគ្នាដើម្បីធានាបាននៅប្រាក់ចំណូលដែលមានស្ថិរភាពការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាពនិងយុទ្ធសាស្ត្រកំណត់តម្លៃហ្នឹងក៏វាស្ថិតនៅក្នុងរយៈពេលវែងហើយច្បាស់លាស់ដូចគ្នាអញ្ចឹងចំណុចរបស់ខ្ញុំដែលបានបកស្រាយហ្នឹងគឺមានតែប៉ុណ្្នឹងអាចបន្តដល់មិត្តរួមក្រុមរបស់ខ្ញុំបន្តទៀតបាន
ចូលដល់ចំណុច 3.2.3 ខ្ញុំនឹងបង្ហាញអំពីយុទ្ធសាស្ត្រ Subside Channel ទីកន្លែងការចែកចាយនិងការ Subside អំពីសេវាកម្មនៅក្នុងក្រុមហ៊ុនរបស់យើងដែលទីមួយនិយាយអំពី Channel អញ្ចឹងក្នុងនាមជាអាជីវកម្មដែលមានមូលដ្ឋានលើសេវាកម្ម Connect Communication ដោយផ្ដោតលើទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងអតិថិជនអញ្ចឹងដើម្បីយល់ច្បាស់អំពីតម្រូវការនៃក្រុមប្រកាស event របស់អតិថិជនយើងត្រូវតែធ្វើការ Subside សេវាកម្មរបស់យើងតាមរយៈ platform ដូចជា Instagram Facebook ឬក៏ TikTok ហើយយើងក៏ធ្វើការទំនាក់ទំនងជាមួយនឹងអតិថិជនដោយប្រើកម្មវិធីផ្ញើសារដូចជា WhatsApp Telegram ឬក៏ Messenger ចំពោះ email គឺយើងប្រើសម្រាប់ដំណើរកិច្ចសន្យានិងការទំនាក់ទំនងជាផ្លូវការប៉ុន្តែសម្រាប់កិច្ចប្រជុំផ្ទាល់និងតាមអ៊ីនធឺណិតត្រូវបានធ្វើឡើងសម្រាប់ការពិគ្រោះយោបល់ឬក៏បញ្ហាផ្សេងៗនិងការរៀបចំផែនការចូលដល់ចំណុចទី2នោះគឺយុទ្ធសាស្ត្រទីកន្លែងអញ្ចឹង Connect Communication ដំណើរការពីការយាយផ្ទាល់ខ្លួនដែលជាកន្លែងប្រតិបត្តិការសំខាន់អញ្ចឹងការយាយហ្នឹងត្រូវបានប្រើប្រាស់សម្រាប់ពិគ្រោះយោបល់របស់អតិថិជនឬជាការអភិវឌ្ឍនៅ branding ឬក៏ការរៀបចំនៅផែនការ event ផ្សេងៗនិងការសរុបសម្រួលផ្ទៃក្នុងអញ្ចឹងអតិថិជនត្រូវបានស្វាគមន៍ក្នុងការមកទស្សនាការយាយសម្រាប់ពិភាក្សានៅម៉ាកយីហោក៏ដូចជា event ផ្សេងៗអញ្ចឹងសេវាកម្មម៉ាកយីហោត្រូវបានបង្កើតឡើងនៅក្នុងការយាយនិងផ្ដល់ជូនតាមអ៊ីនធឺណិតឬក៏មកដល់ក្រុមហ៊ុនរបស់យើងផ្ទាល់ចូលដល់ចំណុចទី3ហ្នឹងគឺយុទ្ធសាស្ត្រចែកចាយអញ្ចឹងយើងអនុវត្តយុទ្ធសាស្ត្រចែកចាយដែលពឹងផ្អែកយ៉ាងខ្លាំងដោយផ្ដល់សេវាកម្មដោយផ្ទាល់ដល់អតិថិជនដែលគ្មានលក្ខខណ្ឌឬក៏ដោយគ្មានអន្តរការីអញ្ចឹងសេវាកម្មរបស់យើងត្រូវបានបដូរតាមបំណងដោយផ្អែកលើតម្រូវការក៏ដូចជារបៀបដែលអតិថិជនគាត់ត្រូវការអញ្ចឹងយើងគ្រប់គ្រងធាតុផ្សំនៃការរៀបចំ event ក៏ដូចជាអ្វីផ្សេងៗទាំងអស់រួមទាំងមនុស្សឧបករណ៍ឬជាការតុបតែងនិងការកំណត់ពេលវេលានិងការអនុវត្តព្រឹត្តិការណ៍នានាតាមផែនការដែលអតិថិជនបានផ្ដល់ជូនអញ្ចឹងសេវាកម្មផ្សព្វផ្សាយម៉ាកយីហោក៏ដូចជា branding របស់យើងត្រូវបានផ្ដល់ជូនតាមរយៈការពិគ្រោះយោបល់ការរចនានិងការអភិវឌ្ឍយុទ្ធសាស្ត្រចូលដល់ចំណុចចុងក្រោយនោះគឺយុទ្ធសាស្ត្រផ្សព្វផ្សាយដែលយើងហៅថា promotion strategies អញ្ចឹងយើងនឹងប្រើប្រាស់ការរួមបញ្ចូលរវាងទីផ្សារ digital និងការផ្សព្វផ្សាយផ្អែកលើទំនាក់ទំនងអញ្ចឹងវាក៏រួមបញ្ចូលទាំងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដូចជាការចែករំលែកនៅផលបត្តិនៃគម្រោងកន្លងមកអញ្ចឹងការលើកចិត្តការបញ្ជូនបន្តពីមាត់មួយទៅមាត់មួយក៏ដូចជាការផ្ដល់ជូនការផ្សព្វផ្សាយពិសេសសម្រាប់អតិថិជនលើកដំបូងក៏ដូចជាការសហការជាមួយនឹងទីកន្លែងនិងអ្នកគ្រប់គ្រងអញ្ចឹងតាមរយៈគុណភាពសេវាកម្មប្រកបដោយវិជ្ជាជីវៈយើងកសាងទំនុកចិត្តលើម៉ាកយីហោដ៏រឹងមាំជូនអតិថិជនផងដែរចូលដល់ចំណុចបន្ទាប់សូមផ្ដល់ឲ្យមិត្តក្រុមរបស់ខ្ញុំធ្វើការបកស្រាយបន្តអញ្ចឹងយើងចូលមកដល់ចំណុចបន្ទាប់គឺ HRM plan អញ្ចឹងដោយសារតា Connect Communication របស់យើងហ្នឹងគឺយើងផ្ដល់អត្ថប្រយោជន៍ក្នុងការជ្រើសរើសបុគ្គលិកដែលមានជំនាញច្នៃប្រឌិតជំនាញរៀបចំផែនការនិងជំនាញទំនាក់ទំនងដែលសមស្របនឹងការគ្រប់គ្រងព្រឹត្តិការណ៍ឬក៏គេហៅថា event ហ្នឹងទៅអញ្ចឹងពួកយើងក៏មានដំណើរការជ្រើសរើសបុគ្គលិកដែលនេះដែលយើងជ្រើសរើសបុគ្គលិកគឺមាន6 position នេះគឺទី1យើងសម្រេចចិត្តថានឹងជ្រើសរើស operation executive ទី2គឺ finance ជាមួយនឹង admin officer ទី3 digital marketing executive ទី4យើងនឹងជ្រើសរើស graphic ជាមួយនឹង branding designer 2រូបហើយមួយវិញទៀតគឺ senior graphic ជាមួយនឹង branding designer ដែរហើយជាចុងក្រោយហ្នឹងគឺបង photographer ដែលគាត់ថតរូបឬក៏កាត់តវីដេអូក្នុង event ជាមួយនឹងអីផ្សេងទៅហ្នឹងហើយប៉ុន្តែអាហ្នឹងក៏យើងបើកធ្វើការក្នុងការជ្រើសរើសយកជា freelance ផងដែរចា៎ហើយចូលមកដល់ចំណុចមួយទៀតគឺ job analysis អញ្ចឹងជំហានសំខាន់ក្នុងការវិភាគតួនាទីការងារនៅក្នុងនេះគឺមានកំណត់គោលបំណងសំខាន់នៃតួនាទីការងារក្នុងអង្គការគ្រប់គ្រងពីការរៀបចំព្រឹត្តិការណ៍ការរចនាឬការសម្របសម្រួលហើយមួយវិញទៀតគឺកំណត់ភារកិច្ចនិងកាតព្វកិច្ចជាក់លាក់ដែលត្រូវបានទាមទារសម្រាប់តួនាទីនីមួយៗអញ្ចឹងមានដូចជារៀបចំផែនការ studio គ្រប់គ្រងថវិកាដែលគេហៅថា budget management ហ្នឹងហើយជាមួយនឹង client communication ការទំនាក់ទំនងជាមួយនឹងអតិថិជនហើយមួយវិញទៀតគឺកំណត់ជំនាញចំណេះដឹងនិងលក្ខណៈផ្ទាល់ខ្លួនដែលត្រូវការដូចជាភាពច្នៃប្រឌិតសមត្ថភាពរៀបចំនៅជំនាញទំនាក់ទំនងផងដែរហើយមួយវិញទៀតគឺវាតម្លៃបរិយាកាសការងារនឹងដោយរចនាសម្ព័ន្ធរបាយការណ៍និងបទបញ្ជាណាមួយដែលពាក់ព័ន្ធនឹងតួនាទីការងារដូចជាសុវត្ថិភាពនិងច្បាប់ការងារផងដែរហើយចុងក្រោយហ្នឹងគឺការវិតម្លៃនៃការផ្លាស់ប្ដូរនៃតួនាទីការងារនៅក្នុងរយៈពេលដែលគម្រោងហ្នឹងកំពុងដំណើរការឬក៏នឹងរំពឹងទុកតម្រូវការនៅថ្ងៃអនាគតនៅពេលដែល project ហ្នឹងនៅយើងកំពុងតែធ្វើហ្នឹងអញ្ចឹងអូខេយើងចូលមកកាន់ចំណុចបន្តទៀតដែលយើងនិយាយអំពី financial plan ហើយចំណុចទី1របស់យើងនិយាយពី startup cost អញ្ចឹងចំពោះ startup cost ចំពោះ Connect Community Agency របស់យើងដែរគឺយើងមាន$50,000ដែលយើងបាន fund ពីខាង investor owner របស់យើងចំនួនប៉ុណ្នេះហើយយើងក៏មានធ្វើ small loan bank ចំនួន$3,000ដែរអញ្ចឹងយើងទៅកាន់ slide បន្តទៀតដែលនិយាយអំពី fixed cost ចំពោះការបើក Connect Community Agency អញ្ចឹងចំពោះ fixed cost ដែរ total របស់វាគឺ$17,500ដែលនៅក្នុងនោះដែរមានការធ្វើដែលយើង spend cost ទៅលើការធ្វើ advertising basic brand basic website brand development brand building business license decor equipment renting ផ្សេងៗអញ្ចឹងទៅយ៉ាងអញ្ចឹងយើងទៅកាន់ចំណុចបន្តទៀត
ដែលចំណុចទី3ដែរនិយាយអំពី balance sheet នៅបំណាច់ឆ្នាំ2025ហ្នឹងអញ្ចឹងចំពោះ balance sheet ដែរយើងមាន asset liability on equity អីអញ្ចឹងទៅអញ្ចឹងចំពោះ total asset ដែរយើងមាន$23,200 ហើយ total liability របស់យើងក៏មាន$28,200 ហ្នឹងសម្រាប់ឆ្នាំដំបូងរបស់យើងអូខេចំណុចទី4និយាយអំពី budget plan ចំពោះឆ្នាំ2026ដែរអញ្ចឹងចំពោះ budget plan នៅពេលដែលយើងបើក Connect Community ហ្នឹងចំពោះខែ4ខែដំបូងយើងមានការនៅខាតបន្លយហើយចំពោះខែចាប់ពីខែមេខែ5ទៅយើងមានការចំណេញមកវិញខ្លះអញ្ចឹងចំពោះចំណេញឆ្នាំដំបូងយើងទទួលបាន$17,000 ហើយមាន total expense រហូតដល់$11,300 ហើយចំពោះ fixed cost នៅក្នុងឆ្នាំដំបូងដែរគឺមានរហូតដល់$34,000អញ្ចឹងបន្ទាប់ពីបានឃើញពី budget plan របស់យើងហើយយើងក៏ទៅកាន់ចំណុចបន្តទៀតដែលនឹងនិយាយអំពី break even point របស់យើងវិញតើនៅពេលណាដែលយើងអាចធ្វើឲ្យមាន break even point អញ្ចឹងអានេះគឺ formula របស់ break even point របស់យើងដែលមាន fixed cost ចែកឲ្យ contribution matching ratio អញ្ចឹងទៅអញ្ចឹង fixed cost របស់យើងវិញគឺយើងបាន estimate ឃើញថាមាន$34,000ហើយ variable cost របស់យើងមាន 60% ហើយអញ្ចឹង contribution matching ratio របស់យើងគឺយក1ដល់ 0.60 ស្មើ 0.1 អញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងcalculate ទៅឃើញយើងនឹងរកឃើញ break even point របស់យើងហ្នឹងនៅពេលដែលយើងរកបានប្រាក់ចំណេញ$9,500អញ្ចឹងបើតាមការ estimate ទៅយើងឃើញថាយើងនឹងរកឃើញ break even point របស់យើងនៅក្នុងខែទី9ឬក៏ខែទី10ក្នុងការធ្វើ business របស់យើងហ្នឹងOkay, this is a graph ដែលនិយាយអំពី break even point របស់ Connect Community Agency របស់យើងអូខេចំណុចទី6នៅក្នុង financial plan របស់យើងហ្នឹងគឺ income statement នៅក្នុង income statement នេះដែរចំពោះឆ្នាំដំបូងអញ្ចឹងមាន total revenue របស់យើងគឺមាន$12,400 ហើយ cost of goods sold អូខេ cost of agency cost of service charge របស់យើងគឺ$74,800 ដែលអញ្ចឹង gross profit របស់យើងស្មើនឹង$47,800 ហើយឥឡូវយើងចូលទៅកាន់ net income របស់យើងដែលឆ្នាំដំបូងហ្នឹងគឺយើង free tax គឺយើងទទួលបាន$17,000អូខេអញ្ចឹងយើងទៅកាន់ចំណុចបន្តទៀតចាអញ្ចឹងយើងចូលមកដល់ chapter 4 គឺ strategy implementation អញ្ចឹង strategy implementation នេះនៅក្នុងនេះដែរពួកយើងបែងចែកវាជា3 phase ហ្នឹងហើយដែលដំណាក់កាលអនុវត្តហ្នឹងដំណាក់កាលអនុវត្តទី1គឺជាការ set up ជាមួយនឹង launch របស់ communication ឬក៏ connect ក្រុមហ៊ុន connect communication agency យើងហ្នឹងនៅក្នុងខែទី1ទៅខែទី3អញ្ចឹងទី1គឺយើងត្រូវ complete legal registration ជាមួយនឹង office set up ហើយបន្ទាប់មកយើងនឹងទិញឧបករណ៍ប្រើប្រាស់ផ្សេងៗនៅក្នុង office ចឹងទៅហើយជាមួយនឹងចាប់ដើមគេហទំព័រនិងបណ្ដាញសង្គមផ្លូវការរបស់យើងហើយ phase 2 គឺ market penetration អញ្ចឹងអានេះគឺជាការបញ្ចូលទីផ្សារហ្នឹងហើយអញ្ចឹងយើង direct outreach to SME ឬក៏ NGO ណាមួយដើម្បីឲ្យគាត់ស្គាល់ដឹងអំពីក្រុមហ៊ុនរបស់យើងហ្នឹងហើយទី2គឺយើងផ្ដល់offer ដែលហៅថា early bird ហ្នឹងដែល branding package របស់យើងទៅកាន់អតិថិជនរបស់យើងដំបូងហ្នឹងហើយមួយវិញទៀតដែលគឺបង្កើត build partnership ជាមួយនឹង hotel ឬក៏ venue ផ្សេងៗដើម្បីយើងដំបូងអញ្ចឹងយើងចាប់មួយហ្នឹងហើយអញ្ចឹងហើយនៅក្នុងនេះដែរ strategy implement ហ្នឹងក៏យើងត្រូវតែជាគម្រោងដែលអនុវត្តពេញលេញអញ្ចឹងដែលសម្របសម្រួលយុទ្ធសាស្ត្រប្រតិបត្តិការហិរញ្ញវត្ថុនិងទីផ្សារជាមួយនឹងកម្រិតនយោបាយក៏ដូចជាប្រធានផ្នែកនិងបុគ្គលិកដើម្បីធានាថាការងារហ្នឹងវាមានប្រសិទ្ធភាពមានការទទួលខុសត្រូវនិងអាចកើនកំណើនបានយ៉ាងត្រឹមត្រូវអញ្ចឹងនៅក្នុងនេះផងដែរពួកខ្ញុំមាន3 department ដើម្បីធ្វើជា report ហ្នឹងហើយអញ្ចឹង department ទី1ហ្នឹងគឺ operation department ដែល report ទី1ហ្នឹងគឺយើង focus ទៅលើ chief operation officer level អញ្ចឹង key focus របស់គាត់ហ្នឹងដែលហៅថា CEO key focus របស់ CEO ហ្នឹងគឺទី1គឺ report ហ្នឹងគឺនិយាយអំពីការអនុវត្តគម្រោងហ្នឹងហើយ project execution ទី2គឺការគ្រប់គ្រងធនធាននិងអ្នកគ្រប់គ្រងហើយទី3គឺការសម្របសម្រួលការច្នៃប្រឌិតនិងការផលិតហើយមួយវិញទៀតគឺគុណភាពសុវត្ថិភាពនិងការគ្រប់គ្រងហានិភ័យហើយចុងក្រោយហ្នឹងគឺការគ្រប់គ្រងថវិកានិងការកែលម្អនិងការគ្រប់គ្រងថវិកានិងការកែលម្អ improvement ទៅហើយទី2គឺនៅក្នុង department ដូចគ្នា operation ដូចគ្នាប៉ុន្តែជា report របស់ manager level អញ្ចឹង key focus របស់គាត់គឺ
តាមដានសារភាពគម្រោងថាតើវា on track ឬក៏ risk ឬក៏គម្រោងរបស់គាត់ project របស់គាត់ឬក៏នេះនឹង delay ដល់ណាហើយមួយវិញទៀតគឺគាត់នឹងតាមដានការគ្រប់គ្រងការសម្ដែងការងាររបស់បុគ្គលិកជាមួយនឹងអ្នកគ្រប់គ្រងហើយមួយវិញទៀតគឺគាត់គ្រប់គ្រងការចំណាយឬក៏ budget ហ្នឹងហើយចុងក្រោយហ្នឹងគឺគាត់សម្គាល់ពីហានិភ័យនិងរាយការណ៍បញ្ហាអីចឹងទៅតបមកក៏គាត់បានរាយការណ៍បញ្ហាឬក៏ performance ហ្នឹងទៅកាន់នាយកប្រតិបត្តិ COO វិញអញ្ចឹងទី3គឺ operation ដែលនៅក្នុង staff level នឹងដែលអាចឲ្យ staff គាត់ធ្វើ report បានអញ្ចឹង key focus area របស់គាត់គឺ task completion ការបញ្ចប់ភារកិច្ចនឹងហើយមួយវិញទៀតគឺបញ្ជីត្រួតពិនិត្យប្រចាំថ្ងៃហើយបំពេញតាមគោលការណ៍គុណភាព quality compliance ហើយមួយវិញទៀតគឺរាយការណ៍បញ្ហាតំបន់ដែលហៅថា early issue reporting នឹងថាគាត់មានបញ្ហាឡើយណាចឹងទៅហើយមួយវិញទៀតគឺទទួលមតិពីអ្នកត្រួតពិនិត្យ supervisor feedback អញ្ចឹងយើងចូលមកដល់ department ទី2គឺ financial department ដែលនឹងនោះដែរគឺ CFO level ដែលគេហៅថា chief financial officer ហ្នឹងអញ្ចឹងគេ focus area របស់គាត់គឺចំណូលចំណាយចំណេញនិងសាច់ប្រាក់ cash flow នឹងទៅហើយថវិកាគម្រោងនិងយុទ្ធនាការដែលគេហៅថា project ឬក៏ campaign budget ហើយទី3គឺហានិភ័យសាច់ប្រាក់និងការពន្យាពេលការទូទាត់ហើយជាចុងក្រោយគឺការអនុលោមនិងការត្រួតពិនិត្យហិរញ្ញវត្ថុហើយទី2គឺ financial department ដូចគ្នាប៉ុន្តែនៅក្នុង manager level ហ្នឹងហើយអញ្ចឹងគឺគាត់ focus ទៅលើការតាមដានឬក៏ប្រៀបធៀបជាមួយនឹងការចំណាយពិតដែលគេហៅថា track budget ឬក៏ VS actual spending ហ្នឹងហើយត្រួតពិនិត្យហានិភ័យហិរញ្ញវត្ថុហើយគាត់ក៏ពិនិត្យការបញ្ចប់ភារកិច្ចរបស់បុគ្គលិកដែរហ្នឹងហើយចុងក្រោយហ្នឹងក៏គាត់រាយការណ៍បញ្ហាទៅកាន់នាយកហិរញ្ញវត្ថុហើយទី3គឺ staff level financial department ដូចគ្នានៅក្នុង staff level អញ្ចឹង staff គឺគាត់ focus ទៅលើ process invoice ជាមួយនឹង payment ហើយក៏ធ្វើបច្ចុប្បន្នភាពកំណត់ត្រាករណីហ្នឹងហើយគាត់ក៏ត្រួតពិនិត្យនឹងផ្គូផ្គងករណីដែរហើយចុងក្រោយហើយទី4ហ្នឹងគឺសម្គាល់ការខុសបច្ចុប្បន្នហើយចុងក្រោយរបស់គាត់ហ្នឹងក៏គាត់ជួយគ្រប់គ្រងការរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងហ្នឹងហើយយើងចូលមកដល់ department ចុងក្រោយគេគឺ department marketing department ដែលក្នុងនោះគឺយើងធ្វើ report ជា CMO level ដែលគេហៅថា chief marketing officer អញ្ចឹងគឺគាត់ CMO ហ្នឹងគឺគាត់ key focus របស់គាត់ហ្នឹងគឺគាត់ focus ទៅលើសមត្ថភាពយុទ្ធនាការដែលយើងអាចនិយាយបានថា campaign performance ជាមួយនឹង KPI ហ្នឹងហើយអញ្ចឹងមួយវិញទៀតគឺការប្រើប្រាស់ថវិកាហើយក៏ដូចជា team productivity ដែរហើយចុងក្រោយហ្នឹងគឺហានិភ័យជាមួយនឹងឱកាសចឹងទៅ risk and opportunity អញ្ចឹងទី2គឺនៅក្នុង manager level អញ្ចឹង manager គឺគាត់ focus នៅក្នុង report ហ្នឹងគឺគាត់ focus ទៅលើការតាមដានការរីកចម្រើននៃយុទ្ធនាការហើយមួយវិញទៀតគឺគាត់ត្រួតពិនិត្យថវិកាហ្នឹងគាត់ monitor budget ហើយមួយវិញទៀតគឺគាត់គ្រប់គ្រងការបរិច្ឆេទបញ្ចប់ការងាររបស់បុគ្គលិកអញ្ចឹងគឺគាត់មើលខុសត្រូវទៅលើ staff deadline manage staff deadline ជាមួយនឹងទី4គឺសម្គាល់ហានិភ័យតំបន់ដំបូងហ្នឹងហើយចុងក្រោយហ្នឹងគឺគាត់ធ្វើការសម្រេចចិត្តក្នុងការកែសម្រួលហើយជាចុងក្រោយគឺ marketing ដែលនៅក្នុង level staff អញ្ចឹង staff គឺគាត់ focus ទៅលើការតាមដានភារកិច្ចគឺហៅថា task tracking ហ្នឹងហើយទី2គឺគាត់រាយការណ៍ការរីកចម្រើនហើយមួយវិញទៀត quality compliance ដែលយើងអាចនិយាយបានថាអនុលោមគុណភាព issue escalation អានឹងរាយការណ៍បញ្ហាដល់កម្រិតខ្ពស់ហ្នឹងហើយចុងក្រោយហ្នឹងគឺគាត់ទទួលយក feedback ពីអ្នកត្រួតពិនិត្យ supervisor របស់គាត់ចឹងទៅអញ្ចឹងចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងយើងចូលទៅស្ដាប់ចំណុចបន្ទាប់ទៀតពីមិត្តរួមថ្នាក់របស់ខ្ញុំអញ្ចឹងបន្ទាប់ពីបានស្ដាប់ការបកស្រាយតាំងពីដើមរហូតមកដល់ចំណុច chapter 4 ដែលនិយាយអំពី strategy implement រួចហើយយើងចូលមកកាន់សេចក្តីបញ្ចប់នៃការធ្វើបទបង្ហាញក៏ដូចជាសេចក្តីបញ្ចប់នៃការបង្ហាញអំពីក្រុមហ៊ុន Connect Communication Agency របស់យើងដែរអញ្ចឹងយើងនឹងធ្វើ conclusion ដែលទាក់ទងទៅនឹង future outlook របស់យើងដែលពួកយើងនឹងលើកយកចំណុចពីរធំៗមកបកស្រាយទី1ហ្នឹងគឺជា financial strength របស់ពួកយើងហើយទី2គឺ key milestone នៃbusiness plan របស់ពួកយើងអញ្ចឹងនៅខាងចំណុច financial strength របស់យើងដែរគឺទី1យើងមាន startup funding ដែលយើងធ្វើការដែលយើងទទួលបានការ investment ពី7 ownership 7 owner ឬក៏7 partner របស់យើងហ្នឹងហើយជាមួយនឹងការធ្វើប្រាក់កម្ចីពីធនាគារខ្លះៗដែរដែលមានតម្លៃសរុប$15,000ហើយទី2ហ្នឹងគឺយើងនឹងនិយាយអំពីប្រាក់ចំណូលនៅក្នុងឆ្នាំដំបូងដែលយើងនឹងធ្វើយ៉ាងណាឲ្យ project របស់យើងហ្នឹងអាចcreateបានប្រាក់ចំណូលនៅឆ្នាំដំបូងហ្នឹងមានតម្លៃ
$12,400 ដល់ការធ្វើ branding របស់ក្រុមហ៊ុនយើងហើយនឹង event contract ហើយចំណុចទី3ហ្នឹងគឺ net profit របស់យើង expect ថានៅចុងបញ្ចប់នៃឆ្នាំទី1ដែលយើងធ្វើ business ហ្នឹងយើងអាចទទួលបានប្រាក់ចំណេញរហូតដល់ទៅ$1,700ក្នុងឆ្នាំដំបូងហើយអញ្ចឹងfinancial strength របស់យើងមានប៉ុណ្ណឹងហើយយើងចូលទៅកាន់key milestone របស់យើងវិញអញ្ចឹងចំណុចទី1យើងនឹងនិយាយអំពី break even point អញ្ចឹងចំពោះ break even point របស់យើងដែរគឺយើងធ្វើ make target break even point របស់យើងហ្នឹងគឺនៅក្នុងអាចនឹង break even point នៅក្នុងខែ10របស់យើងទៅតាមការ expectation ពី net profit របស់ពួកយើងហើយចំណុចទី2ហ្នឹងគឺនិយាយអំពី strategy location របស់យើងជ្រើសយក GIA Tower ហ្នឹងដោយសារតែនៅកន្លែងម្ដុំហ្នឹងគឺវាពោពេញទៅដោយ client ដែល premium ដែលអាច corporate ជាមួយយើងបានដូចជាភាគច្រើនគេធ្វើកម្មវិធីនៅសាមហោស្រពកោះពេជ្រអីចឹងទៅអញ្ចឹងគេអាចមើលឃើញពីយើងវាចិត្តផងវាអាចធ្វើឲ្យមានភាពងាយស្រួលសម្រាប់ client របស់យើងដែរហើយទី3គឺ growth curve ដែលយើងនឹង transform business តូចៗរបស់ពួកយើងនឹងឲ្យក្លាយទៅជា business ធំអាចគ្រប់គ្រង event ធំៗបានហើយជាចុងក្រោយ final statement របស់យើងគឺ Connect Communication Agency របស់យើងនឹងគឺ combine នៅcost structure link cost structure ដែលនឹងផ្ដល់ឲ្យនៅអតិថិជននៅការផ្ដល់សេវាកម្មដែលជាអ្នកជំនាញបំផុតហើយជាចុងក្រោយដែរហ្នឹងគឺយើងបាន prepare start up ហិរញ្ញវត្ថុរបស់យើងយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់យើងឲ្យបានល្អដើម្បីចូលរួមឆ្លើយតបទៅនឹង communication industry ដែលមានភាព creative ឡើងនៅក្នុងប្រទេសកម្ពុជារបស់យើងដែរអញ្ចឹងការធ្វើ presentation របស់យើងក៏អស់តែប៉ុណ្ណេះដែរអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់តាំងពីដើមរហូតដល់ចប់អរគុណច្រើនតើបើសិនជាអ្នកទាំងអស់គ្នាមានសំណួរអីអាច comment សួរនៅក្នុងខាងក្រោមវីដេអូនោះបានដែរអរគុណច្រើន